ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សម្រាប់ការចូលមកកាន់ Channel អារូបមុននឹងចូលដល់សាច់រឿងរបស់យើងខ្ញុំសូមនិយាយនៅដើមវីដេអូនឹងតិចណាខ្ញុំចង់ប្រាប់ថាឥឡូវហ្នឹង admin កៀងសាច់រឿងហ្មងរនឹកសាច់រឿងយកមកទៅសេហើយយកមកសម្រាយឲ្យអ្នកទាំងអស់គ្នាវិញអត់ចាញ់ហ្មងគិតអត់ចាញ់ទេហើយមានគេទម្លាក់តម្រុយសាច់រឿងឲ្យខ្លះដែរមិនអត់ទេប៉ុន្តែអីដែលគេទម្លាក់មកនឹងសាច់រឿងដែល admin មានហ្នឹងវាដូចគ្នាគ្រាន់តែសាច់រឿងដែលតាក់ទងជាមួយនឹងផ្ទះឡើងសល់ 4-5 រឿងបន្ទប់ជួលហ្នឹងក៏ច្រើនដែរហើយស្តៀងគ្នាមកកវល់សំបីតែតម្រង់ផ្ទះជួលក៏ដូចគ្នាដែរពេលអញ្ចឹងអត់ដឹងថាគួររៀបរៀងយកមកនិយាយរបៀបម៉េចអញ្ចឹងហើយប្រហែលជាអាចនឹងសម្រាប់ទៅមួយរយៈគ្រាន់តែអាចទេអត់ដឹងថាទៅមែនឬអត់ទេព្រោះអារម្មណ៍ដែលថាចង់ឈប់ចង់សម្រាប់ហ្នឹងគឺតាំងពីរឿងអំណោយអរូបមែនតែជាក់ស្ដែងទៅគឺបន្តមកដល់ឥឡូវហ្នឹងរឿងយូរដែរចឹងលើកនេះគ្រាន់តែថាចង់សម្រាប់ប៉ុន្តែដឹងថាសម្រាប់ឬអត់ទេហើយមួយទៀតសម្រាប់អ្នកដែលបកកែនឹក admin ឆាតមកលេង admin បាន link account របស់ admin ចាំ admin ដាក់ឲ្យនៅក្នុង description និយាយទៅ description channel ក៏មានadmin ដាក់ link ដែរជា link page របស់ admin មកតាមនឹងក៏បានដែរចាំ admin តបឬក៏បើចង់បាន account admin ផ្ទាល់ចាំ admin ទម្លាក់ក្នុង description នៅក្រោមវីដេអូហ្នឹងណាហើយចុងក្រោយហ្នឹងគ្រាន់តែចង់ប្រាប់ថាថែសារសុខភាពទាំងអស់គ្នាព្រោះខាង admin ចាប់ផ្ដើមចុះត្រជាក់ចុះល្ងាអាកាសធាតុប្រែប្រួលអញ្ចឹងថែសារសុខភាពតែកុំឲ្យខាត់ពេកយើងចូលមកដល់សាច់រឿងរបស់យើងដោយតួអង្គនៅក្នុងសាច់រឿងរបស់យើងក្នុងវីដេអូនេះខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ថានីកាដែលនីកាគាត់ត្រូវឡើងទៅរៀនបន្តនៅក្នុងខេត្តខ្ញុំសូមនិយាយថាខេត្តទេណាអត់និយាយថារាជធានីឬក៏ទីក្រុងឯងនិយាយខេត្តដូចគ្នាហ្មងទៅពេលដែលគាត់ឡើងទៅហ្នឹងគឺគាត់ទៅដោយប៉ាម៉ាក់របស់គាត់ជូនគាត់ទៅបើកឡានជូនកូនទៅមើលផ្ទះជួលរកផ្ទះជួលឲ្យកូនអាចនិយាយថាចាក់ពីដំបងឡើយហ្នឹងប៉ាម៉ាក់របស់នីកាអត់ចង់ឲ្យនីកាទៅរៀនបន្តនៅក្នុងខេត្តហ្នឹងឯងពេលដែលគាត់រៀនចប់ហ្នឹងណាគាត់ចង់ឲ្យរៀននៅក្នុងខេត្តកំណើតរបស់គាត់ដោយសារតែនៅក្នុងខេត្តកំណើតរបស់គាត់ហ្នឹងក៏មានសាលារៀនដែរហើយបងប្រុសរបស់នីកាកាលពីជំនាន់គាត់រៀនក៏គាត់រៀននៅក្នុងខេត្តកំណើតខ្លួនឯងដែរអត់បានឡើងទៅខេត្តថ្មីទេប៉ុន្តែនីកាគាត់គិតខុសគ្នាដោយសារតែគាត់គិតថាបើសិនជាយើងទៅរៀននៅក្នុងខេត្តហ្នឹងព្រោះភាគច្រើនគឺគេរៀនចប់គេឡើងទៅរៀននៅហ្នឹងហើយយើងទៅរៀននៅហ្នឹងអីទៅពេលចេញមកវិញរកការងារគេក៏ចាប់ដើមមើលប្រវត្តិរូបយើងឲ្យចេញពីសាលាណាពីណាអញ្ចឹងណាគាត់គិតថាបើចេញពីសាលាខេត្តផ្សេងមួយហ្នឹងគឺគាត់ស្រួលរកការងារធ្វើជាងអានេះបើប្រៀបធៀបទៅស្តៀងនឹងរឿងស្លាកលេខម៉ូតូជំនាន់មុននោះគេចូលចិត្តទិញផ្លាកលេខម៉ូតូទៅទិញនៅភ្នំពេញអីចឹងទៅផ្លាកលេខភ្នំពេញជិះឆ្លងខេត្តស្រួលណាគេនិយាយចឹងបើផ្លាកលេខម៉ូតូផ្លាកខេត្តហ្នឹងឆ្លងខេត្តឬក៏ឆ្លងស្តុកបន្តិចហ្នឹងប៉ូលីសស៊ូអីចឹងគេចូលចិត្តទៅទិញម៉ូតូនៅកន្លែងណាឬក៏ឡើងទៅទិញនៅឯខាងនោះអញ្ចឹងទៅដើម្បីបានផ្លាកលេខនៅខាងភ្នំពេញអីចឹងអានឹងតាមអីដែលស្លាប់លឺមកណាចឹងឯនីកាគាត់គិតរបៀបហ្នឹងដូចគ្នាអញ្ចឹងក៏សុំប៉ាម៉ាក់គាត់ឡើងទៅរៀននៅខេត្តហ្នឹងអត់រៀននៅខេត្តដែលខ្លួនឯងរស់នៅហ្នឹងទេហើយប៉ាម៉ាក់ហ្នឹងអត់ចង់ឲ្យកូនទៅដោយសារតែកូនជាស្រីអត់មានសាច់ញាតិបងប្អូននៅហ្នឹងទេឡើងទៅគឺម្នាក់ឯងសតចឹងហើយពីដំបូងហ្នឹងរៀងរៃដែរប៉ុន្តែនីកាគាត់ក៏និយាយទៅសុំទៅក៏មិនហ៊ានខាត់កូនណាឲ្យកូនទៅហើយពេលដែលទៅហ្នឹងពួកគាត់បើកឡានជូននីកាទៅបើកឡានទៅខេត្តហ្នឹងទៅមើលផ្ទះជួលមើលសាលាឲ្យកូនហ្មងដល់ពេលដែលទៅដល់ខេត្តហ្នឹងដំបងហ្នឹងអត់ទាន់ទៅមើលផ្ទះជួលភ្លាមទេត្បិតតែពួកគាត់ហ្នឹងទៅដល់របៀបលបាក់ខ្ទង់ថ្ងៃរសៀលដែលអាចទៅមើលផ្ទះជួលទៅរកផ្ទះជួលបានណាប៉ុន្តែគាត់អត់ទៅដោយម៉ាក់ប៉ានីកាគាត់និយាយណាគាត់រកបានផ្ទះជួលគាត់មានលេខមានអីទុកហើយអញ្ចឹងឯងគាត់ក៏ទេទៅខាងផ្ទះជួលហ្នឹងគាត់ថាសុំជួបគេនៅព្រឹកស្អែកគឺព្រលឹមអល់ហ្មងណាសុំទៅមើលផ្ទះជួលហ្នឹងទាំងព្រលឹមហ្មងតែគាត់លើកហេតុផលថាគាត់អត់តន់មកដល់ខេត្តហ្នឹងអីអញ្ចឹងទៅហើយគាត់ត្រូវប្រញាប់ទៅវិញអញ្ចឹងមានតែមកមើលផ្ទះជួលហ្នឹងទាំងព្រលឹមហើយម្ចាស់ផ្ទះជួលហ្នឹងគេក៏អត់ថាអីដែរឲ្យតែល្អឯងមកពេលព្រលឹមព្រោះផ្ទះគេវានៅជាប់នឹងផ្ទះជួលហ្នឹងដែរទេអញ្ចឹងហើយវាអត់មានបញ្ហាអីទេបើសិនជាត្រូវពិបាកគឺពិបាកម៉ាក់ប៉ានីកាដែលត្រូវធ្វើដំណើរមកកាន់កន្លែងទីតាំងផ្ទះជួលហ្នឹងប៉ុន្តែប៉ាម៉ាក់នីកាគាត់ថាអត់អីទេគាត់ទៅបានហើយគឺគាត់ទៅមើលនាំនីកាទៅមើលផ្ទះជួលហ្នឹងទាំងព្រលឹមហ្មងម៉ោង6ព្រឹកអាម៉ោងដែលគេរៀបចេញទៅធ្វើការហ្នឹងគឺប៉ាម៉ាក់នីកាគាត់មកដល់ប៉ាវិញផ្ទះជួលហ្នឹងពេលដែលមកដល់អញ្ចឹងអត់តាន់បានចូលទៅផ្ទះជួលនឹងភ្លាមឯព្រោះអីខាងមុខហ្នឹងគេមានលបងអញ្ចឹងគាត់ក៏ត្រូវតាក់ដងតំណទៅកាន់ម្ចាស់ផ្ទះជួលឲ្យជួយបើកទ្វារឲ្យគាត់ចូលឡានចូលអីទៅមើលកន្លែងជួលហ្នឹងទៅជាប្រភេទអាគារជួលផ្ទះជួល2ជាន់ដែលមាន3ល្វែងជាប់គ្នាហើយវាឧទាហរណ៍ថាចេះដី1ឡូអញ្ចឹងទៅមានផ្ទះជួលមួយជួរនៅខាងឆ្វេងមួយជួរនៅខាងស្ដាំហើយមួយជួរទៀតនៅចុងដីដែលគេធ្វើកាត់តឹងបើនិយាយទៅវាដូចស្តៀងថាចេះ
អសយូផ្កាប់និយាយទៅគឺគេយកលបងអាគាទាំង3ហ្នឹងពាត់ជុំវិញដីធ្វើជាលបងហើយអាខាងមុខច្រកចូលហ្នឹងគេគ្រាន់តែធ្វើលបងមកដាក់ទ្វារមកជាប់នឹងអាគារផ្ទះជួលហ្នឹងធ្វើជាទ្វារចូលហ្មងទាំងអស់គេសម័យចេញអស់ហ្នឹងនិយាយរួមគឺអាគារផ្ទះជួលហ្នឹងវាពាត់ជុំវិញដីសល់តែប្រឡោះមុខមួយទេដែលគេសម្រាប់ធ្វើទ្វារបិទកន្លែងផ្ទះជួលហ្នឹងហ្មងហើយអាកណ្ដាលហ្នឹងគឺជាបរិវេណទន្លេអូបើនិយាយទៅចាស្តៀងនឹងដីឬក៏អាគាររបស់សាលារៀនណាធម្មតាកណ្ដាលហ្នឹងវាមិនទន្លេកន្លែងដងទងជាតិវារបៀបអញ្ចឹងហើយម្ចាស់ផ្ទះជួលហ្នឹងក៏ចាក់សោបើកទ្វារឲ្យប៉ាម៉ាក់បនិកាបើកឡានចូលទៅពីព្រលឹមគេកំពុងរៀបរាប់ចេញទៅធ្វើការអត់មានណាចាក់សោបើកទ្វារចេញទៅទេពេលតែចូលមកដល់ហ្នឹងម៉ាក់ប៉ានិកាគាត់ក៏ចាប់ផ្ដើមមើលណាថាអ្នកដែលនៅផ្ទះជួលហ្នឹងអ្នកធ្វើអីខ្លះនិយាយរួមគឺបំណងដែលគាត់មកដល់ខេត្តហ្នឹងតាំងពីម្សិលមិញពេលថ្ងៃរសៀលហ្នឹងដែលគាត់អាចមកមើលផ្ទះហ្នឹងបានណាគាត់អត់មកទេព្រោះគាត់គិតថាម៉ោងថ្មហ្នឹងគឺគេចេញទៅធ្វើការអត់ទាន់មានអ្នកណាមកវិញណាអញ្ចឹងគាត់ចាំរហូតដល់ពេលព្រឹកអញ្ចឹងបើគាត់មកពេលព្រឹកសុខចិត្តគេងនៅនឹងមួយយប់គេងនៅខេត្តហ្នឹងមួយយប់ទៅព្រឹកឡើងមកមើលមកតនអាម៉ោងហ្នឹងគឺគាត់ដឹងហើយអ្នកណាទៅធ្វើការស្លៀកពាក់របស់គេមនុស្សរបៀបម៉េចគាត់ចង់ឃើញរបៀបហ្នឹងព្រោះបារម្ភសុវត្ថិភាពកូនស្រីតែមួយមកនៅម្នាក់ឯងអីចឹងទៅហើយមកដល់ហ្នឹងគាត់ក៏បានឃើញគេរៀបរាប់ចេញទៅធ្វើការភិកច្រើនតែជួលនៅផ្ទះហ្នឹងគឺសិតទៅភិកច្រើនណាជាអ្នកដែលធ្វើការគាត់ឃើញគេស្លៀកពាក់ស្អាតភិកច្រើនគេមកនៅវិលក្ខណៈគ្រួសារពីរអ្នកប្តីប្រពន្ធអីចឹងហើយគាត់ក៏រៀងអត់អីណាពីអ្នកប៉ាម៉ាក់នីកាហើយបំណងហ្នឹងនីកាគាត់អត់ដឹងទេគាត់តាមតាប៉ាម៉ាក់របស់គាត់ទេព្រោះដំបូងហ្នឹងសុំមកតរំតាបានអញ្ចឹងហើយមកដល់ហើយគាត់ថាមិនគឺតាមគាត់ហើយពេលដែលមកដល់ហ្នឹងម្ចាស់ផ្ទះជួលហ្នឹងក៏នាំនីកានិងប៉ាម៉ាក់របស់គាត់ហ្នឹងឡើងទៅអាគារខ្ញុំហៅអាគារទៀតឯផ្ទះមកល្វែងដែលមានតែ2ជាន់ទេនៅខាងឆ្វេងដៃនៅពេលដែលឡើងទៅហ្នឹងគាត់ក៏នាំដើរទៅជាន់លើហើយផ្ទះជួលគេហ្នឹងតែ3ល្វែងប៉ុន្តែបន្ទប់ច្រើនណាឡើងទៅហ្នឹងរបៀបដូចបន្ទប់ទេសនាអញ្ចឹងជាន់លើហ្នឹងគឺបន្ទប់ទល់មុខគ្នាផ្លូវដើរនៅកណ្ដាលណាហើយគាត់ហ្នឹងក៏នាំនីកានិងប៉ាម៉ាក់នីកាដើររហូតទៅដល់បន្ទប់ចុងគេបើជាធម្មតាអត់មានណាសូវចូលចិត្តបន្ទប់ជួលដែលនៅចុងគេហ្នឹងត្រូវអត់ប៉ុន្តែគាត់ថាគាត់នៅតែមកបន្ទប់ហ្នឹងឯងនៅជាន់លើនៅជាន់ទី2ហ្នឹងហើយបន្ទប់ចុងគេទៀតប៉ុន្តែដូចជាប៉ាម៉ាក់នីកានិងនីកាអត់សូវមានជំនឿទៅលើរឿងអាបន្ទប់ចុងឬក៏ជំនឿទៅលើរឿងអរូបអីហ្នឹងទេអញ្ចឹងគាត់អត់ខ្វល់ថាចុងដើមអីទេគេនាំទៅណាទៅមើលនៅកន្លែងហ្នឹងហើយនីកានិងប៉ាម៉ាក់របស់គាត់ហ្នឹងក៏ដើរតាមអ៊ីម្ចាស់បន្ទប់ជួលហ្នឹងចូលទៅមើលបន្ទប់ហ្នឹងទៅប្រភេទផ្ទះល្វែង2ជាន់អញ្ចឹងបន្ទប់អញឲ្យវារៀងស្អាតដែរបន្ទប់ស្អាតដែរហើយបន្ទប់ចុងគេអញ្ចឹងវាមានប្អួយដល់តែ2បើបន្ទប់ធម្មតាមានប្អួយតែមួយទេប៉ុន្តែដោយសារតែបន្ទប់នីកាហ្នឹងនៅខាងចុងគេហ្មងណានៅខាងចុងគេអញ្ចឹងវាមានប្អួយ2ដែលប្អួយមួយហ្នឹងគឺមើលទៅខាងក្រោយខាងចំហៀងអាគារហ្នឹងឃើញណានៅជុំវិញហ្នឹងសិតតែទីប្រជុំជនមានផ្ទះគេមានអីប៉ុន្តែមើលហ៊ូទីប្រជុំជនហ្នឹងទៅអាចមើលឃើញវត្តហើយបើសិនជាយើងធម្មតាដែរអ្នកខ្លាចឬក៏អីចឹងប៉ះបន្ទប់ចុងហើយមើលទៅឃើញប៉វេនវត្តទៀតដូចអត់ហ៊ាននៅរាប់នីកាគឺគាត់អត់មានបញ្ហាអីចំពោះរឿងហ្នឹងទេហើយបើនិយាយពីប៉ាម៉ាក់បនីកាវិញគាត់មកហ្នឹងគឺគាត់មកមើលសុវត្ថិភាពឲ្យកូននេះឬក៏របៀបថាគាត់មើលទីតាំងកន្លែងហ្នឹងអ្នករស់នៅកន្លែងហ្នឹងភិកច្រើនធ្វើការអីឬក៏អីដែលអាចឲ្យកូនគាត់ស្នាក់នៅកន្លែងហ្នឹងមើលទៅថាវាមានសុវត្ថិភាពឬអត់មើលទ្វារបន្ទប់ទ្វារប្អួយអីហ្នឹងគាត់ថាវាមមតំសម្រាប់កូនស្រីគាត់ដែលស្នាក់នៅម្នាក់ឯងអត់អីតែប៉ុណ្្នឹងឯងតាកតងនឹងរឿងអបិយជំនឿឬក៏ការឆ្ងល់អីផ្សេងគាត់អត់ណាហើយប៉ះនឹងនីកាជាអ្នកដែលអត់ជឿរឿងបែបហ្នឹងទៀតអញ្ចឹងហីបន្ទប់ចុងគឺគាត់យកគ្រាន់តែថានីកាគាត់ថារៀងឆ្ងល់ដែរដោយសារបន្ទប់ជួលធម្មតាអាបន្ទប់ជួលហ្នឹងវាមានគេមានក្រែឲ្យណាមានក្រែមានពុកឲ្យមានខ្នើយមានភួយឲ្យមកស្រាច់ហើយនៅក្នុងហ្នឹងមានចានឆ្នាំងនៅក្នុងហ្នឹងទៀតតែប្រភេទជាពពួកឆ្នាំងមាត់2ខ្ញុំនិយាយឆ្នាំងមាត់2អញ្ចឹងតិចអ្នកទាំងអស់គ្នាអត់សម័យចេញឆ្នាំងមានមាត់2ប្រភេទចង់និយាយទៅចាឆ្នាំងហ្នឹងវាតូចបើសិនជាយើងដាំបាយញ៉ាំទៅអាចថាញ៉ាំដាក់ដាំបានតែសម្រាប់សមាជិកញ៉ាំ2នាក់អញ្ចឹងគេហៅឆ្នាំងមាត់2វាអត់អាចដាំបានច្រើនលើសនឹងមកដាំបាយវាអត់អាចដាំ3 4កំប៉ុងបានវាដាំបានតែ1កំប៉ុងឬក៏2អីចឹងណាចឹងហៅថាឆ្នាំងមាត់2សម្រាប់មនុស្សសមាជិកតិចដែលចូលទៅដល់ហ្នឹងមានក្រែមានពុកនៅក្នុងហ្នឹងហើយនីកាគាត់ថានៅអាចិត្តប្អួយចុងជើងបើគាត់មានប្អួយមួយនៅចុងជើងហ្នឹងមានតុកឈើមួយតុកឈើធម្មតាទេដែលមើលទៅប្រហែលជា
តុកគេសម្រាប់អង្គុយរៀនឬក៏កន្លែងគេតែងតួតែងខ្លួនអីចឹងទៅហើយអាចក្រាមជើងឆ្នាំងហ្នឹងគេលាងស្អាតបាតហើយគេដាក់ផ្កាប់ក្នុងកញ្ច្រែងប៉ុន្តែដាក់ផ្ដាល់នឹងការ៉ូនៅមុខបន្ទប់ទឹកនៅចិត្តអាតុករៀននឹងឯងជាប្រភេទឆ្នាំងតូចចាន2 3នៅហ្នឹងណាហើយនីកាគាត់រៀងឆ្ងល់ចំពោះអីវ៉ាន់ហ្នឹងដែរធម្មតាផ្ទះជួលចូលទៅដូចអត់មានអីវ៉ាន់ឲ្យយើងច្រើនដល់ម្លឹងទេណាគាត់ក៏សួរទៅថាចូលអីវ៉ាន់នេះបោះណាគេបោះម្ចាស់បន្ទប់មុនឬក៏បោះម្ចាស់ផ្ទះជួលអញ្ចឹងណាហើយម្ចាស់ផ្ទះជួលហ្នឹងគាត់ក៏ប្រាប់ទៅកាន់នីកាថាអាហ្នឹងគឺជាអីវ៉ាន់ដែលគាត់ទុកនៅហ្នឹងសម្រាប់ឲ្យអ្នកដែលមកស្នាក់នៅបន្ទប់ចុងគេហ្នឹងមានពិសេសសម្រាប់តែអ្នកដែលស្នាក់នៅបន្ទប់ហ្នឹងឯងបន្ទប់ផ្សេងចូលមកគឺមានតែក្រែណាមានតែក្រែមានតែកង្ហាលឲ្យទេអាកង្ហាលនៅលើពីដានហ្នឹងមានតែហ្នឹងឯងអត់មានអាចក្រានជើងឆ្នាំងឬក៏សំបីតែតុកហ្នឹងក៏អត់មានដែរគាត់ប្រាប់ទៅកាន់នីកាអញ្ចឹងហើយនីកាគាត់ក៏ឆ្ងល់ដែរថាហើយជុំមិនបានមានតែបន្ទប់ចុងក្រោយហ្នឹងហ្នឹងគាត់ក៏និយាយហ្មងទៅអានេះអាចថាគាត់ឲ្យតម្រុយទៅនីកាឲ្យជ្រើសរើសថាយកបន្ទប់នឹងឬអត់ឬក៏ចេញពីកន្លែងគាត់ទៅរកកន្លែងផ្សេងគាត់ប្រាប់ថាតាមជំនឿគេអត់សូវចូលចិត្តនៅបន្ទប់ចុងគេទេអញ្ចឹងហើយបន្ទប់ចុងហ្នឹងអត់សូវមានអ្នកណាមកជួលទេគ្រាន់តែថាវាមិនមែនអត់សោះគ្រាន់ថាមកបើគេមានជំរើសផ្សេងគេអត់យកបន្ទប់ហ្នឹងទេបើនៅបានធម្មតាគាត់និយាយអញ្ចឹងណាអញ្ចឹងហើយដោយសារថាវាជាបន្ទប់ចុងគេដែលជាបន្ទប់ដែលគេមើលរំលងរហូតណាចឹងគាត់ក៏ដាក់អីវ៉ាន់អីអស់នឹងដើម្បី free សម្រាប់ណាគេមកនៅក្នុងបន្ទប់នឹងចឹងទៅគាត់អាចប្រើប្រាស់អីវ៉ាន់ក្នុងនឹងបានហើយថាលក្ខណៈពិសេសដែលគាត់ថែមឲ្យបន្ទប់នឹងចឹងទៅហើយចានឆ្នាំងហ្នឹងវាមិនមែនថ្មីជ្រើងទេគាត់ប្រាប់ទៅកាន់នីកាអញ្ចឹងដោយសារអ្នកមកមុនហ្នឹងគេប្រើប្រាស់អីវ៉ាន់នឹងដែរហើយនីកាបើសិនជាយកបន្ទប់ហ្នឹងគាត់អាចប្រើប្រាស់អីវ៉ាន់នឹងបានវានៅប្រើបានវានៅស្អាតនៅថ្មីគាត់ថាវាមិនមែនបកកេះនិយាយអញ្ចឹងទៅនីកាគាត់ក៏លឺអញ្ចឹងគាត់ថាងក់ក្បាលគាត់ទទួលដឹងណាហើយក៏អត់មានថាអីដែរហើយក៏សម្រេចចិត្តជាមួយប៉ាម៉ាក់គាត់ថាគាត់យកបន្ទប់ហ្នឹងហើយនៅជាន់លើណារៀងពិបាកទុកម៉ូតូចតម៉ូតូតែខាងក្រោមហ្នឹងគេមានកន្លែងបន្ទប់មួយដែលគេទុកចោលសម្រាប់ឲ្យពួកគាត់អ្នកដែលនៅជាន់លើដាក់ម៉ូតូមែនតែវារឿងពិបាកបើសិនជាអ្នកដែលនៅជាន់ក្រោមបន្ទប់ជាន់ក្រោមហ្មងគេមកគេអូម៉ូតូចូលបន្ទប់ហ្មងវាអត់ពិបាកយកទៅដាក់កន្លែងហ្នឹងតែនីកាគាត់មកតែម្នាក់ឯងអញ្ចឹងគាត់ថាយកអាជាន់លើហ្នឹងទៅតម្លៃវាធូរជាងអានៅជាន់ក្រោមអញ្ចឹងក៏យកបន្ទប់សម្រាប់ថាយកបន្ទប់លើហ្នឹងទៅដល់ពេលតែមើលបន្ទប់ហ្នឹងរួចរាល់អីហើយហ្នឹងប៉ាម៉ាក់នីកាហ្នឹងក៏គាត់សុំលាម្ចាស់ផ្ទះហ្នឹងចេញទៅសិននាំនីកាចេញទៅសិនព្រោះអីវ៉ាន់អីដែលគាត់យកមកហ្នឹងនៅស្ថានភាពនៅទេសនានៅបើយប់មិញមកស្នាក់នៅមកយប់ទុកនៅហ្នឹងហើយមួយទៀតម៉ូតូរបស់នីកាក៏ត្រូវយកម៉ូតូមកជិះនៅហ្នឹងម៉ូតូហ្នឹងក៏អត់ទាន់មកដល់ដែរបើសិននិយាយទៅពួកគាត់បើកឡានមកតែ3នាក់ណាហើយម៉ូតូដែលនីកាត្រូវយកមកជិះរៀននៅហ្នឹងគឺផ្ញើតាមឡានផ្សេងមកហើយវាអត់ទាន់មកដល់ទេពួកគាត់ថាមកដល់ល្បាក់ព្រឹកហ្នឹងចឹងក៏ត្រូវចេញទៅសិនជូននីកាទៅយកម៉ូតូយកអីវ៉ាន់ហើយចាំត្រឡប់មកកាន់ផ្ទះជួលហ្នឹងវិញគាត់ប្រាប់ទៅកាន់ម្ចាស់ផ្ទះជួលចឹងណាហើយក៏ចាត់ចែងបងថ្លៃកក់ថ្លៃជួលអីឲ្យហ្នឹងឲ្យហើយក៏យកសោយកអីពីម្ចាស់ផ្ទះជួលហ្នឹងទុកដែរពេលតែគាត់ដើរចេញពីបន្ទប់ហ្នឹងវិញទាំងអស់គ្នានឹងដើរចេញពីបន្ទប់នឹងមកវិញក៏វាក់ជាមួយនឹងពីរអ្នកប្តីប្រពន្ធដែរមើលទៅជាអ្នកធ្វើការហើយវ័យល្បាក់ជា30ស្ដើងឯងនៅទល់មុខបន្ទប់របស់គាត់ដូចខ្ញុំថាអញ្ចឹងបន្ទប់ជួលហ្នឹងគឺវាផ្លូវដើរនៅកណ្ដាលទល់មុខគ្នាបន្ទប់ទល់មុខគ្នាអញ្ចឹងអាចារ្យហ្នឹងក៏គាត់នៅបន្ទប់ទល់មុខនឹងនីកាដែរនៅបន្ទប់ចុងដូចគ្នាតែបន្ទប់ទល់មុខពេលពួកគាត់ចេញមកវិញហ្នឹងក៏វាក់នឹងអ្នកខាងនោះគេបើកទ្វារចេញមកដែរពីគេចេញទៅធ្វើការពីអ្នកប្តីប្រពន្ធគេតែពេលឃើញអញ្ចឹងទៅនីកានឹងប៉ាម៉ាក់គាត់ផ្ទះជួលអីក៏វាអញញឹមគូសំទៅកាន់ចាយហ្នឹងហើយចាយហ្នឹងក៏គាត់អញញឹមតបមកវិញណាអញញឹមហើយគាត់រៀងងក់ក្បាលបន្តិចទទួលឮជាការស្វាគមន៍គ្នាអញ្ចឹងទៅហើយចាយហ្នឹងគាត់ក៏ដើរពីអ្នកប្តីគាត់ដើរហួសទៅតែអាពេលដែលដើរហួសទៅនេះគាត់និយាយថាគាត់លួចកលេចមើលបន្ទប់ហ្នឹងណាដោយសារបន្ទប់ហ្នឹងបើកទ្វារពួកគាត់ទៅបដើរចេញមកគាត់បៀបលួចអើនមើលហើយឃើញគាត់ហ្នឹងសវាចាប់ដៃប្តីរបស់គាត់រៀងរួនតិចហើយក៏ខ្សឹបគ្នាដើរទៅហើយពេលហ្នឹងនីកានឹងប៉ាម៉ាក់របស់គាត់ហ្នឹងអត់បានចាប់អារម្មណ៍នឹងសកម្មភាពរបស់អាចារ្យហ្នឹងទេគាត់តែជារឿងធម្មតាប្រហែលជាគេយើងសមាជិកថ្មីអីចឹងណាគេមើលនេះមើលនោះអីតែប៉ុណ្្នឹងឯងអត់ចាប់អារម្មណ៍អីទាំងអស់អត់មានឆ្ងល់ទាំងតាំងពីបន្ទប់ហ្នឹងមានអីវ៉ាន់នៅស្រាប់ហើយចាយហ្នឹងរបៀបថាមើលបន្ទប់ហ្នឹងដូចរបៀបបាត់ដៃឃើញឡើងអើតមើលទៅខាងក្នុងនឹងរបៀបបាត់ដៃឃើញអញ្ចឹងហើយក៏អត់ចាប់អារម្មណ៍ទៀត
អត់ចាប់អារម្មណ៍អីក៏នាំប៉ាម៉ាក់គាត់ចេញពីកន្លែងហ្នឹងទៅយកអីវ៉ាន់ហើយមុននឹងយកអីវ៉ាន់ហ្នឹងឆ្លៀតចូលញ៉ាំអីហើយទៅយកម៉ូតូអីមុននឹងទៅកាន់ស្ថានភាពឬផ្ទះសំណាក់ដែលគាត់ស្នាក់នៅកាលពីយប់ហ្នឹងប្រមូលអីវ៉ាន់យកមកនៅផ្ទះជួលហ្នឹងហើយពេលដែលមកផ្ទះជួលហ្នឹងម្ដងទៀតនេះប៉ាម៉ាក់នីកាគាត់បើកឡានដឹកអីវ៉ាន់កូនមកអញ្ចឹងហើយនីកាគាត់ជិះម៉ូតូមុនហ្នឹងម៉ូតូគេផ្ញើយកមកដល់ហើយពួកគាត់ទៅយកមកនីកាគាត់ត្រូវជិះម៉ូតូហើយប៉ាម៉ាក់របស់គាត់ក៏បើកឡានដឹកអីវ៉ាន់ឲ្យកូនមកដល់ក៏ជួយជូនអីវ៉ាន់ជូនអីកូនឡើងទៅកាន់បន្ទប់អញ្ចឹងបន្ទប់នីកានៅជាន់លើហើយនៅចុងគេទៀតអីវ៉ាន់យើងរើទៅនៅកន្លែងថ្មីអញ្ចឹងវាមិនតិចដែរសភៅផងខោអាវផងអីហ្នឹងក៏ប៉ាម៉ាក់គាត់ជួយលើកជួយយកទៅត្រង់តាហើយអីហើយហ្នឹងលបាក់ថ្ងៃត្រង់ដែរណាប៉ាម៉ាក់នីកាគាត់ជូនហើយអីហើយគាត់ក៏សុំនីកាប្រាប់ថាឥឡូវប៉ាម៉ាក់ទៅវិញហើយឬក៏មិនចង់ឲ្យប៉ាម៉ាក់នៅនឹងមកយប់ទៀតគេងកំដរគាត់នៅនឹងអីហ្នឹងបន្ទប់ជួលថ្មីហ្នឹងណានីកាគាត់ថាក៏អត់អីទេប៉ាម៉ាក់ទៅវិញទៅដឹងថាប៉ាម៉ាក់រវល់ការងារអីដែរហើយខំជូនកូនមកតាំងពីខេត្តមកចាំកូនមកយប់ហើយកុំបាក់នៅមកយប់ទៀតអញ្ចឹងពួកគាត់ឲ្យបញ្ញាប់ទៅវិញទៅព្រោះបាត់ទៅពីលើអាចថាទៅដល់ខេត្តវិញវាខ្ទង់ប្រលប់ទេបើនៅយូរជាងហ្នឹងគាត់មានតែត្រូវកេងព្រោះអត់ចង់ឲ្យប៉ាម៉ាក់បើកឡានទៅដល់កណ្ដាលត្រៀតទេអញ្ចឹងក៏ឲ្យប៉ាម៉ាក់គាត់ទៅត្រឡប់ទៅខេត្តវិញទៅហើយនីកាអីវ៉ាន់ដែលនៅសល់ហ្នឹងគាត់ថាចាំគាត់រៀបចំខ្លួនឯងបាច់ជួយគាត់អីគាត់ទេប៉ាម៉ាក់ហ្នឹងក៏ផ្ដាំផ្ញើកូនអីហើយក៏បើកឡានចេញត្រឡប់ទៅខេត្តបើគាត់វិញនៅដោយទុកឲ្យនីកានៅផ្ទះជួលហ្នឹងតែម្នាក់ឯងណានីកានៅពេលដែលប៉ាម៉ាក់គាត់ចេញទៅអស់ហ្នឹងទ្វារបន្ទប់របស់គាត់គាត់កំពុងតែរៀបអីវ៉ាន់នៅក្នុងបន្ទប់ហ្នឹងចាត់ចែងយកខោអាវដាក់ណាសភៅដាក់ណីអីចឹងគាត់អត់បានបិទទ្វារបន្ទប់គាត់ទេគាត់ចំហចោលណានេះខ្ញុំគិតថាវាអត់ដូចសូវល្អដែរអារឿងចំហទ្វារចោលនៅម្នាក់ឯងហ្នឹងសភាពបន្ទប់គឺគេមើលឃើញទាំងអស់គាត់ចំហទ្វារចោលនៅពេលដែលគាត់ចំហទ្វារចោលហ្នឹងកំពុងតែអោនរៀបចំអីវ៉ាន់អីហ្នឹងគាត់ស្រាប់មានអារម្មណ៍ថាមានគេដើរកាត់ទ្វារគាត់ទៅមានអារម្មណ៍ថាគេដើរកាត់ទ្វារគាត់ទៅពេលដែលគាត់អង្គុយរៀបអីវ៉ាន់ហ្នឹងគាត់និយាយថាអង្គុយទៅអាមាត់ទ្វារហ្នឹងវានៅខាងឆ្វេងដៃគាត់ណាវានៅខាងឆ្វេងដៃគាត់អញ្ចឹងទៅកតុយភ្នែកដែលគាត់ឃើញហ្នឹងគឺគាត់ឃើញមកវឹបដូចគេដើរកាត់ទៅបើអញ្ចឹងនីកាគាត់ក៏ងាកទៅមើលគាត់គិតថាចាយដែលនៅទូមុខបន្ទប់គាត់ហ្នឹងមកពីធ្វើការវិញគាត់គិតអញ្ចឹងហើយនេះគឺកណ្ដាលថ្ងៃត្រង់មកវឹបទៅអញ្ចឹងទៅគិតថាចាយនោះតែងាកទៅឃើញបន្ទប់ហ្នឹងនៅចាក់សោដែរអត់មានឃើញណាគេបើកទ្វារទេហើយគាត់ក៏រៀងមានថារៀងចង់អោតចេញទៅមើលថាមិញមានអារម្មណ៍ថាមានគេដើរកាត់ឬក៏ខ្យល់ផាត់ទ្វារអីហើយនីកាគាត់ក៏រៀងថាអញ្ចឹងមិញគាត់អារម្មណ៍គាត់គិតខ្លួនឯងដឹងហើយក៏បន្តរៀបសភៅរៀបអីដាក់លើអាតុកឈើនៅចុងជើងហ្នឹងណារៀបហើយគ្រឿងសម្អាងមកគាត់ឯហ្នឹងគាត់រៀបចេញរើចេញមកដាក់លើតុហ្នឹងលើកនេះទៀតកំពុងតែរៀបហ្នឹងគាត់បែរទៅខាងឆ្វេងដៃគាត់ហ្នឹងវានៅមាត់ទ្វារវាមកវឹបទៅទៀតគាត់មកវឹបលើកនេះនីកាគាត់អោតចេញទៅតាមហ្មងថាចំណាយគេដើរកាត់ព្រលើកនេះវារឿងច្បាស់ហើយមានអារម្មណ៍ថាគឺគេដើរកាត់មាត់ទ្វាររបស់គាត់ប៉ុន្តែចេញទៅវាអត់មានឃើញអីទេនិយាយរួមមកប៉ាវ៉ែនផ្លូវដើរហ្នឹងគឺស្ងាត់ជ្រាបហើយអារម្មណ៍ដែលបើថាអារម្មណ៍ដែលគាត់ទទួលដឹងថាមានគេដើរកាត់ហ្នឹងគឺវាថាដើរពីដើមផ្លូវមកទៅចុងផ្លូវហើយទៅចុងមិនបន្ទប់នីកានៅចុងឯងទៅចុងទៀតហ្នឹងមានផ្លូវណាដើរអញ្ចឹងហ្នឹងដើរទៅមានបុកជាងគាត់ក៏គិតថាគាត់គិតខ្លួនឯងប្រហែលជាគាត់វាកដាថ្ងៃត្រង់អញ្ចឹងបិទទៅនៅក្នុងអាគារមែនតែបរិយាកាសវាក្តៅប្រហែលជាគាត់វាអារម្មណ៍គាត់វាអត់សូវល្អឬក៏អីអញ្ចឹងទៅគាត់គិតអញ្ចឹងអត់គិតរឿងអីផ្ដេសផ្ដាស់ហើយគឺគិតតែបែបហ្នឹងហ្មងតែដើម្បីកុំឲ្យវាថាសង្ស័យច្រើនឬក៏វារំខានណាសុកកន្លែងតងាកមើលមានអារម្មណ៍ថាគេដើរកាត់គាត់អត់គិតថាជាអវិញ្ញាណអរូបអីទេព្រោះកដាថ្ងៃត្រង់គិតចេញជាខ្យល់ឬក៏អីចឹងណាកុំឲ្យញ៉ៃច្រើនបិទទ្វារបន្ទប់ហើយក៏បិទទ្វារគ្រប់ទៅបន្តរៀបចំអីវ៉ាន់ក្នុងនឹងឯកាគាត់ថារៀបចំអីវ៉ាន់រៀបខោអាវអីផងអង្គុយលេងផងអីផងរហូតគាត់សង្ងំក្នុងហ្នឹងរហូតតល្ងាចពេលល្ងាចហ្នឹងក៏គាត់ចាប់ផ្ដើមចេញពីក្នុងបន្ទប់ហ្នឹងចេញទៅរកទិញអីយកមកញ៉ាំអីចឹងទៅហើយក៏ចាប់ផ្ដើមលឺរបៀបថាលឺមាត់គេដែលនៅជន់លើហ្នឹងគេចាប់ផ្ដើមមកវិញបដាអីចឹងទៅហើយពេលហ្នឹងគាត់ក៏គិតថាគាត់ចង់ចេញទៅក្រៅដែរទិញអីយកមកញ៉ាំយកបើសង្ងំក្នុងបន្ទប់ហ្នឹងកន្លះថ្ងៃហើយរៀបចំអីវ៉ាន់ផងអង្គុយលេងផងអីចឹងហើយគាត់និយាយថាមនុស្សអត់សូវចូលចិត្តនិយាយច្រើនលេងច្រើនមួយគេអត់សូវមានមិត្តភ័ក្តិឡើងមករៀនហ្នឹងក៏ម្នាក់ឯងដែរចឹងក៏មានអីសង្ងំនៅក្នុងបន្ទប់ហ្នឹងក្តីសុខបំផុតទៅពេលដែលនីកាគាត់បើកទ្វារដើម្បីប្រុងទៅរកទិញអីញ៉ាំហ្នឹងបើកទ្វារមកជាមួយនឹងចាយពីអ្នកប្តីប្រពន្ធ
ជាមួយនឹងប្តីបើគាត់ហ្នឹងមកពីធ្វើការវិញចាយដែលនៅមុខបន្ទប់គាត់ហ្នឹងហើយគាត់ញញឹមសួស្ដីគ្នាអីធម្មតាទៅហើយចាយហ្នឹងក៏សួរថាអូនឯងមកនៅបន្ទប់ហ្នឹងម្នាក់ឯងមែនអីមែននីកាគាត់និយាយលេងទៅថាគាត់មកម្នាក់ឯងគាត់ឡើងមករៀនអីអញ្ចឹងទៅហើយចាយហ្នឹងក៏សួរតើឥឡូវមិនដែរប្រុងទៅណាទៅណីនីកាគាត់ក៏តបទៅថាគាត់ប្រុងចេញទៅរកទិញម្ហូបទិញបាយអីយកមកញ៉ាំហើយចាយហ្នឹងគាត់ថាចឹងចាំទៅមួយគាត់មកទៅគាត់ចេញទៅរកទិញដែរនៅមុខនេះកន្លែងនេះមានលក់ចឹងវាគាត់ណែនាំនីកាឲ្យស្គាល់កន្លែងទិញកន្លែងអីចឹងដែរចិត្តតម្លៃសមរម្យញ៉ាំបានអនាម័យញ៉ាំឆ្ងាញ់អីចឹងទៅនីកាគាត់ថាអញ្ចឹងបងឯងទៅដែរអញ្ចឹងចាំទៅមួយបងឯងក៏បានដែរហើយគាត់ក៏ឈរមុខបន្ទប់នឹងចាំចាយនឹងគាត់គ្រាន់តែទុកអីវ៉ាន់ទេគាត់ខ្លាចនីកាចាំយូរដែរក៏ចេញទៅវិញមួយនីកាទៅដើរទៅចុះទៅជន់ក្រោមទៅខាងមុខចំហៀងហ្នឹងមានគេលក់ម្ហូបលក់បាយអញ្ចឹងចាយហ្នឹងក៏នាំនីកានឹងទៅមើលម្ហូបទៅទិញម្ហូបអីញ៉ាំដើរទៅជែកគ្នាលេងហូរត្រឡប់មកកាន់បន្ទប់វិញបានបែកភ្លើងគ្នាចូលបន្ទប់រៀងខ្លួនកំឡុងពេលដែលដើរទៅទិញម្ហូបមួយចាយនឹងទិញបាយទិញអីហ្នឹងចាយដែលនៅបន្ទប់មកគាត់ហ្នឹងក៏អត់មាននិយាយអីទាក់ទងនឹងបន្ទប់ហ្នឹងដែរនីកាក៏អត់សួរទៀតអាចថាដោយសារនីកាអត់សួរចាយហ្នឹងក៏អត់ហ៊ាននិយាយយប់ហ្នឹងដែរនីកាគាត់ញ៉ាំបាយញ៉ាំអីនៅក្នុងបន្ទប់ហ្នឹងវាមានបន្ទប់ទឹកនៅនឹងមានបន្ទប់ទឹកស្រាប់គ្រាន់តែថាបើសិនជាត្រូវការបោកខោអាវអីហ្នឹងអត់ឲ្យបោកនៅលើហ្នឹងឯងគឺត្រូវចុះមកក្រោមវាមានកន្លែងបោកអាវមានកន្លែងហាលខោអាវនៅខាងក្រោមគេអត់ឲ្យធ្វើអីនៅលើហ្នឹងឯងវាអាចស្ទះឬក៏អីចឹងទៅនីកាគាត់ថាគាត់ញ៉ាំបាយញ៉ាំអីហើយលាងចានទុកដាក់គាត់ប្រើចានដែលមាននៅក្នុងបន្ទប់ហ្នឹងណាលាងទុកដាក់អីស្អាតក៏ចាប់ផ្ដើមចូលគេងទៅនៅយប់ហ្នឹងនិយាយពីបរិយាកាសក្នុងយប់ហ្នឹងវាធម្មតាជាយប់ទូទៅធម្មតាគាត់តែប្លែករងថានីកាគាត់យល់សពគេងយប់ហ្នឹងយល់សពឃើញសភាពបន្ទប់ហ្នឹងណានិយាយរួមគឺសភាពបន្ទប់ហ្នឹងដូចខ្លួនយើងហ្នឹងគេងឲ្យដកវិញ្ញាណទៅឈរគៀនក្រែមើលសភាពខ្លួនឯងគេងលើក្រែអញ្ចឹងណាហើយក្រៅពីនីកាដែលគេងលើក្រែហ្នឹងអានេះវាថាយើងមើលឃើញបរិវេណបន្ទប់ហ្នឹងទាំងអស់ហើយឃើញខ្លួនយើងគេងលើក្រែទៀតហើយមានមនុស្សស្រីម្នាក់ទៀតឈរនៅចុងជើងរបស់នីកាជាមនុស្សស្រីម្នាក់ទៀតហើយរូបរាងហ្នឹងមិនមែនជារូបរាងរបស់នីកាគាត់ឆ្ងល់ដែរព្រោះមើលទៅឃើញម្នាក់ស្រីហ្នឹងឈរមើលគាត់រូបរាងរបស់គាត់គេងនៅលើក្រែម្នាក់ស្រីហ្នឹងមើលទៅវ័យសបាគាត់ប៉ុន្តែមើលមកអត់ឃើញទេសក់គាត់ទម្លាក់មកបែបស្អាតបាតទេអត់មានអញ្ញៃឈាមលែឡាយប៉ុន្តែវានីកាព្យាយាមមើលទៅមុខម្នាក់ហ្នឹងគឺវាប្លវាព្រិលមើលអត់ឃើញហ្មងតែដឹងតែថាម្នាក់ស្រីហ្នឹងគឺឈរនៅចុងក្រែហើយមើលទៅរូបរាងនីកាដែលគេងនៅលើក្រែហ្នឹងម្នាក់ស្រីហ្នឹងស្លៀករ៉ូបគេងយប់ដៃតូចដៃមកតសៃឯងហើយវែងសម្រងវែងនីកាគាត់ថាពោកាប់ស្តាំងស្លៀករ៉ូបវែងហ្នឹងពោកាប់ស្តាំងតែពោកាប់ស្តាំងហ្នឹងពោមិនខ្ញុំអត់ដឹងទេណាអានេះគេប្រាប់មកអញ្ចឹងនិយាយអញ្ចឹងតាមគេណាពោកាប់ស្តាំងតែពោកាប់ស្តាំងហ្នឹងដឹងមុខមាត់មិនអីពោរៀងបៃតងបែករៀងខៀវហ្នឹងមិនមែនពោកាប់ស្តាំងអត់ច្បាស់ទេគាត់ថាស្លៀករ៉ូបហ្នឹងសម្រងវែងឡើងបាត់ជើងហ្មងណាហើយដៃទៅមកតសៃឲ្យឈរមើលគាត់នៅចុងក្រែហ្នឹងនីកាគាត់នៅក្នុងអាចថាយល់សពចុះនិយាយថាយល់សពគាត់ព្យាយាមអោនមើលមុខម្នាក់ហ្នឹងគាត់ឈរគៀនក្រែហើយគាត់ចង់មើលមុខម្នាក់ហ្នឹងថាជាណាគេហេតុអីក៏មិននៅក្នុងបន្ទប់គាត់ហើយមកឈរមើលគាត់គេអញ្ចឹងណាតែមើលមិនមើលអត់ឃើញទេហើយមើលមិនក៏មើលអត់ឃើញណាកាន់តែអោនទៅមើលកាន់តែឆ្ងោកទៅមើលម្នាក់ហ្នឹងនេះកាន់តែព្រិលទៅរហូតដល់តែបាត់លាយបាត់ហ្មងណាលាយបាត់ហ្មងនៅក្នុងយល់សពហ្នឹងម្នាក់ហ្នឹងបាត់រូបបាត់រាងនៅសល់តែគាត់ហើយគាត់ក៏ពេលណាក្រោយមកទៀតទៅជាយកសពអីផ្សេងញ៉ៃពេញនឹងទៅណាទៅណៃរហូតតព្រឹកភ្ញាក់ឡើងហ្នឹងបានគាត់ចាត់ចែងទៅសាលាទៅមើលអីគាត់អានេះកាត់ចោលហ្មងមកយប់ហ្នឹងក៏អត់មានអីក៏វាយកសពឃើញម្នាក់ស្រីហ្នឹងឯងហើយយើងកាត់ទៅសាលារៀនរបស់គាត់ហ្នឹងគាត់ក៏ទៅមើលសាលាមើលអីជាធម្មតាកិច្ចការអ្នកទៅរៀនណាហើយនីកាគាត់និយាយថាគាត់នៅផ្ទះជួលហ្នឹងបានលបាក់ខ្ទង់កន្លះខែហ្នឹងនីកាគាត់ថាគាត់យល់សពឃើញម្នាក់ស្រីដែលពាក់រ៉ូបគេងពោះកាប់ស្តាំងហ្នឹង3ដងកន្លះខែមានលបាក់2អាទិត្យ3អាទិត្យហ្នឹងឯងគាត់ថាយល់សពឃើញម្នាក់ហ្នឹង3ដងហើយមកគឺតើមកឈោមើលគាត់នៅចុងជើងអញ្ចឹងគាត់អាសាយល់សពអញ្ចឹងខ្ញុំគិតថាច្រើនហើយនៅសុកយល់សពឃើញប៉ាវែនបន្ទប់ខ្លួនឯងរស់នៅហើយឃើញម្នាក់ហ្នឹងអញ្ចឹងគ្រាន់តែបើសិនជាថាគាត់ជួបហេតុការអីប្លែកក្នុងបន្ទប់ហ្នឹងគាត់អត់ជួបទេអត់ជួបហ្មងក្រៅពីយល់សពហ្នឹងនីកាគាត់ប្រើជីវិតនៅក្នុងផ្ទះជួលហ្នឹងបែបធម្មតាជីវិតនិស្សិតជីវិតសិស្សបើគាត់ហ្នឹងទៅរៀនពេលថ្ងៃជប់ឡើងត្រឡប់មកកាន់ផ្ទះជួលគេងវិញអញ្ចឹងទៅរហូតតច្រើនខែទៅមុខទៀតប៉ុន្តែនៅចន្លោះច្រើនខែទៅមុខហ្នឹងនីកាគាត់ថាគាត់យល់សពឃើញម្នាក់ស្រីហ្នឹងច្រើនដងដូចគ្នានិយាយរួមដូចសង្កថាដូចរឿងភាគអញ្ចឹងគាត់ថាអាដំបងហ្នឹងឃើញមកឈរចុងជើងគាត់
ដល់ពេលយូរទៅឃើញម្នាក់ហ្នឹងរបៀបថាឲ្យយើងយកសពឃើញថាគាត់នឹងប្រើជីវិតនៅក្នុងបន្ទប់នឹងដែរគាត់ដូចម្ចាស់បន្ទប់នឹងអញ្ចឹងណាជួនកាលឃើញលាងចាននៅក្នុងបន្ទប់នឹងអញ្ចឹងទៅជួនកាលឃើញបោះបន្ទប់ជួនកាលទៅគាត់យកសពឃើញម្នាក់ហ្នឹងមករៀបក្រែដែលគាត់គេហ្នឹងទាញពុកទាញការ៉ាពុករៀបខ្នើយប៉ុន្តែដាច់ឃើញមុខឯងយកសពអាសាឃើញយកសពឃើញប៉ុន្តែអត់តែឃើញមុខម្នាក់ហ្នឹងថាមុខមាត់មិនទេហើយជួនកាលទៅក៏ឃើញរៀបអាតុកសំអាងគាត់ដល់ដែលមានសភៅមានអីហ្នឹងឃើញអង្គុយនឹងរៀបចំនេះនោះអីចឹងទៅនិយាយរួមសកម្មភាពអ្នកដែលនៅក្នុងបន្ទប់ហ្នឹងយើងធ្វើរៀបចំបន្ទប់យើងអញ្ចឹងណាឃើញរបៀបអញ្ចឹងគាត់ថាពីមួយថ្ងៃទៅមួយថ្ងៃឃើញម្នាក់ហ្នឹងទៅរបៀបហ្នឹងជួនកាលទៅលៀងនេះលៀងនោះបោះនេះបោះនោះក្នុងបន្ទប់ហ្នឹងតែស្ថិតតែជាការយកសពទាំងអស់ហើយពេលដែលគាត់យកសពម្ដងហ្នឹងគាត់ថាគាត់ព្យាយាមមើលមុខម្នាក់ហ្នឹងតែមើលរាប់2ថ្ងៃដែលនីកាចូលទៅនៅផ្ទះហ្នឹងដំបូងហើយដល់រយៈពេលកន្លះខែហ្នឹងគឺយកសពឃើញម្នាក់ស្រីហ្នឹងឈរនៅតែចុងជើងឯងនិយាយរួមឲ្យតែយកសពគឺឃើញម្នាក់ហ្នឹងឈរមើលរូបរាងរបស់នីកាគេនៅលើក្រេយកសពតែបែបហ្នឹងឯងកន្លះខែបន្ទាប់មកទៀតរហូតដល់ច្រើនខែទៅមុខទៀតនីកាគឺយកសពឃើញដូចខ្ញុំនិយាយអញ្ចឹងសកម្មភាពដែលធ្វើជាប្រចាំនៅក្នុងបន្ទប់ការសម្អាតបន្ទប់រៀបចំបន្ទប់បត់ខោអាវអីចឹងឃើញសឹងថាមួយទឹកយកសពឃើញម្នាក់ហ្នឹង2ដងវាច្រើនណាច្រើនហើយតែគាត់អត់ខ្លាចគាត់មានអារម្មណ៍ថាឆ្ងល់ថាមិនក៏យកសពឃើញម្នាក់ហ្នឹងរហូតទេមនុស្សអត់មានជំនឿលើរឿងអស់ហ្នឹងទេហើយនីកាក៏បានយករឿងហ្នឹងទៅនិយាយប្រាប់មិត្តភក្តិគាត់ដែរនិយាយបែបលេងធម្មតាណាអត់មានគិតថាខ្លាចបន្ទប់ខ្លួនឯងឬក៏ឆ្ងល់ថាម្នាក់ហ្នឹងពីណាគេស្រីម្នាក់ហ្នឹងណាគេដែរប៉ុណ្ណឹងនីកាគាត់មានមិត្តភក្តិណាឡើងមកដំបូងហ្នឹងម្នាក់ឯងអត់មានស្គាល់ណាគេទេហើយរៀននៅនឹងយូរដែរអញ្ចឹងគាត់មានមិត្តភក្តិម្នាក់ខ្ញុំសុំដាក់ឈ្មោះឲ្យគាត់ថាចែស៊ីនីកាអាសាយករឿងការយកសពរបស់គាត់ហ្នឹងទៅនិយាយប្រាប់ចែស៊ីហ្នឹងគាត់ក៏បែបធម្មតាព្រោះនីកានិយាយមកលក្ខណៈលេងធម្មតាដែរទេអត់មានថាខ្លាចឬក៏អីគាត់ក៏ស្ដាប់លេងធម្មតាទៅរហូតដល់តែមានថ្ងៃមួយហ្នឹងចែស៊ីហ្នឹងគាត់ក៏សុំនីកាទៅគេងបន្ទប់ជួលរបស់នីកាហ្នឹងដោយសារតែប៉ាម៉ាក់ចែស៊ីហ្នឹងគាត់ឡើងទៅធ្វើការនៅខេត្តហើយចែស៊ីហ្នឹងគាត់កូនតូលអញ្ចឹងគាត់ថាគាត់អត់ចង់នៅផ្ទះម្នាក់ឯងអញ្ចឹងសុំចាក់សោប្រទេសចោលសុំទៅគេងមួយនីកាមួយយប់ហើយចែស៊ីហ្នឹងគាត់និយាយលេងថាចង់ទៅមើលមុខម្នាក់ស្រីពាក់រ៉ូបកាប់ស្តាងគាត់និយាយលេងអញ្ចឹងហើយពេលហ្នឹងនីកាគាត់គាត់ថាចឹងមានអីទៅគេងនៅបន្ទប់គាត់មួយយប់ទៅគាត់គេងនៅម្នាក់ឯងទេមានគ្នាទៅអញ្ចឹងក៏ល្អដែរនិយាយរួមនៅនឹងរាប់ខែមកហើយច្រើនខែគាត់នៅនឹងតែម្នាក់ឯងអត់ដែរមានណាគេទៅលេងហើយជីវិតរបស់គាត់គឺធម្មតាហ្មងអត់ដែរថាជួបអីប្លែកក្រៅតែពីយកសពឃើញអាចារ្យស្លៀករ៉ូបកាប់ស្តាំងហ្នឹងក៏អត់មានហ្មងយប់ហ្នឹងចាស៊ីគាត់ក៏សុំនីកាទៅគេងជាមួយហើយក៏បានមកគេងជាមួយគ្នាទិញម្ហូបទិញអីយកមកញ៉ាំក្នុងបន្ទប់ហ្នឹងណាញ៉ាំហើយក៏នាំគ្នានិយាយគ្នាលេងគេងលេងក្នុងបន្ទប់ហ្នឹងរហូតដល់តែគេងលក់មកនេះគេងយកមែនតើសុំមកគេងអត់មានមកគេងលេងមកផ្លេតទៅវិញទេមកគេងនៅនឹងមកយប់ហ្មងនៅពេលដែលគេងយប់ហ្នឹងនីកានិយាយពីនីកាគាត់អត់មានបានយកសពឃើញចែស្លៀករ៉ូបកាប់ស្តាំងដែលគាត់អាសាយកសពហ្នឹងឯងអត់ឃើញទេគេងមកយប់ហ្នឹងគឺលក់ស្រួលហ្មងរហូតដល់តែព្រឹកឡើងគាត់បើកភ្នែកឡើងគាត់បើកភ្នែកមកហ្នឹងគាត់ឃើញចាស៊ីដែលជាមិត្តភក្តិគាត់សុំគាត់មកគេងនឹងតែគេងលើក្រែមួយគាត់យកមិញហ្នឹងគាត់បើកភ្នែកមកគឺឃើញចាយហ្នឹងក្រោកមុនគាត់ហើយអង្គុយផ្អែកជាងអង្គុយអាក្រែដែលគាត់ដាក់គេងហ្នឹងវានៅជាប់ជាងជាប់អានជាងទ្វារចូលហើយឃើញចាយហ្នឹងអង្គុយថ្មឹងជាប់ជាងហ្នឹងផ្អែកជាងហ្នឹងហើយមើលមកនីកាថាភ្ញាក់លឿនណាស់ភ្ញាក់ពីកាហើយមិនក៏មិនហៅគាត់មិនហើយមិនបានអង្គុយថ្មឹងអញ្ចឹងចាស៊ីហ្នឹងគាត់អត់មាននិយាយអីទេគាត់គាត់ថាចេះមានអីទៅអញចង់ទៅវិញហើយក្រោកមកមិនមកចេញទៅញ៉ាំអីជុំគ្នាហើយឯងទៅផ្ទះឯងវិញហើយគាត់អត់មាននិយាយអីទេថាគាត់តែមើលទៅអាការអត់ស្រួលអត់មាននិយាយតែគាត់ឃើញចែកាប់ស្តាំងនឹងអត់ទេណាអត់ដឹងទេហើយអាការៈប្លែកសុកក្រោកភ្លាមទេទៅផ្ទះភ្លាមហ្នឹងមិនដឹងថាក្រោកពេញកាលមើលទៅឡើងអង្គុយថ្មឹងឡើងស្លក់មិនមែនមនុស្សទៅក្រោកមកមើលមិនដឹងក្រោកពេញកាលអង្គុយចាំមើលនីកាគេហ្នឹងទៅនីកាគាត់ឃើញអញ្ចឹងគាត់ក៏លោលេងមិនចែកាប់ស្តាំងចែស្លៀករ៉ូបកាប់ស្តាំងនឹងមកលេងមែនមិនធ្វើមុខដូចនឹងភ័យហើយចាស៊ីគាត់ថាហូយកុំនិយាយច្រើនលើងូចទឹកស្លៀកពាក់មកតែចេញទៅក្រៅគាត់និយាយតែប៉ុណ្្នឹងឯងហើយនីកាគាត់ក៏អត់មានចាប់អារម្មណ៍ថាមិត្តភក្តិខ្លួនឯងឃើញអីឬក៏ជួបអីគាត់មិនដឹងទេឃើញអញ្ចឹងគាត់សើចគាត់និយាយថាអស់សំណើចនឹងមិត្តភក្តិខ្លួនឯងក៏ងើបទៅលុបមុខលុបមាត់ហើយនីកាគាត់ថាចុះបង្ងើបមុនហើយមិនចូលបន្ទប់ទឹកបន្ទប់អីលុបមុខលុបមាត់ឆាប់បានចេញទៅឥឡូវបើចង់បញ្ញាប់ចេញអញ្ចឹងឥឡូវមកអង្គុយសុកចិត្តអង្គុយចាំគ្នាងើបឥឡូវត្រូវបដាក់គ្នាចូលបន្ទប់ទឹកវាមានតែមួយ
hay chạy xi nó cũng thảo đấy anh chăm mày những ngày lấy châu tục tực còn pin này nị ca thấy châu là mất châu thằng pin nè mất thay bà lông bạch ngôi tận ngôi ấy thì còn châu đâu thằng mình thằng anh châu đài châu bán pin nè nị ca phải nắng chập đam chùm lại thằng viên là mạch viên nó đi đang phải khai đá mơ tới hay có châu từ tục tực đâu thằng mình thằng pin nè đang từ lục ấy ở ban ngôi tực kì hay còn nóng hay tranh một cài tới mà nhầm ấy đừng cài ở hàng về prất á hay ngày nắng cái sầm ra ngày kia ở đây nè nị cá có cá su tới căn trái xì nâng tới thay vì thay dụng mấy ngày mà vô sọc hơn trái nâng rồi gọi trình liền bắt tục squat rồi mấy bạn mơ tới được phây còn thay còn ấy thế còn ở ấy còn quật mía rõm tha được riêng bà rõm tê nực tê trong bà nhập tấp tê quật bảm trắng á tại vì khó khăn đi rồi bà con tận nực tê rồi có bà rõm bị tê quật như chẳng ta ná xong đi ca cho bắt tục tật cho mũi vì ọt trắng ấy thì cá có ấp cấp cho han tiệt mìnhนึกấp chưa ấp cực rừngนึงhay nơi rọc hai vì mình ấy vì ở đây ấy thế còn là vô sập lại vô sập nó còn là khoa liệt còn là khơi nhật về đấy cho tôi vô mình vậy bằng một hệ chứng có trong tập test tới chân nhầm ấy hãy có bộ bài kia tập test từ ở một ngày nắng coi pi bộ bài kia cho mũi trà xì hãy ní cá có câu mau bắt tục quạt thôi ca nghe nhầm bài tham đa bên tranh tên na đây cái ca sala thôi nơi không bắt tục bán thôi nên là bên tra ca tên na hoặc đo mau trên tự tin bài đây nó có trên mau rô tên anh nhầm anh em rô riêng vậy mùi này chật khang thì tôi nó cho bên tục mình anh ấy chia chả rạc rồi có chia tùm lọ bonica mỏng á quạt ở trên coi lên cho mũi kê tra này nhảy bên nói bên vậy kê su non rồi cái đa tới chụp cái con gì thôi mà đà còn nó tháo từ cốt vì tục kê vậy lên từ lên tục này chật khang nó ọt tới thì hay quạt mau nó quạt score kê bị bay tục nơi chật nó score kê rộp an kê đà hay quạt nật chỉ kê nó cứ cho mũi chai đại quạt rồi nơi pin đây bốn quạt đó nơi tôi một tục bonica này ngay thế con mình đai ban tầng côi lên nó tục trai nó ngay tại ở đai tới miền ca ấy chụp nên giấy con vậy thôi mà đa ót có nó không tục riêng khuôn chẳng á hay cắt tầm lon tự đo ba chia là bạn tung mặc hai tí đó bắt to pi ngày đã trả si mà kênh mười quạt hai nơi là nghỉ nhân đá đi ca quạt trên mà tô pi xà là bạc quạt mà căn và tục chua bạc quạt với những nó màu đó chọc trăm stop chi tam phơi máu vì chọc stop á nè quạt chọc nó người ta quạt chọc là kiên kề hay chi sọc nó đặng chia miên mà to mùi vậy rú mau là biến tha cái pin phơi stop á chi mà tô bài mà tô cái đặc cái vàng này chân từ với máu vì ở chọc stop vậy hay như cá có chọc cho mũi kê cho mũi anh thôi mà tô nó chi mau tới vía bị thay vì cắt lăn cắt cho cái chọc từng ngó bàn tay vì vậy rú mau phơi stop cho mũi đi ca nó ngay người ta thay vì ở chọc stop tệ vì long stop từ tiền một pin á tập về vị trí màu chẳng cái chọc ở phía tới cắt kịch nè để chọc này ở bên cạnh lăn cắt chóc vì trâu chỉ cô nữa tập ba đây mà tô bỏ nica nó nica có đu pru nâng cả lại trăm chọc stop nó ngày nơi lờ plơ nâng mỏng ha mà tô nó bị ở đua lì vị trí long stop tự bạn từ từng để cái group này nó cái cặp bông ở chọc trăm long plơ stop plơ cả hôm đó nghe tại vì ở chọc vị long tự bạn hay môn long tự nó liệt kia nica đua liệt hay nica có đua còn bên ấy còn cả lật đai tịnh sao còn liệt khao chân về những chân tới việc đu tới việc ấy nó còn đu tới đây vì trọt tới vì ba nâng phơi nó thô ấy là nó lên nó cần lật đai bảo quận thì chẳng cần lật cái lạnh bàn đáy á hay nè đài chọc trăm stop mỗi quận nó có chui lượng này ca chui lượng mà tô ấy chẳng từ hay nong phía sai chè nè chỉ qua từ một nữa nào đằng vì toàn từ nào từ này ấy chẳng hay nè ca có ở miền ấy đang còn là cần lật đai tịch tụi ở miền đó nè là chìm tôm cả từ ấy chẳng có cái chui lượng chui ấy hay có lang mà tô trên chớn trăm chong stop mỗi kê to từ từ hay nâng mau ngày nâng đá như ca có thay cột mau đòi bật tục nâng đang lựa bạn mau bùng bơ mong bảy dục đây nơi xà la rồi còn kịch ca bỏ quạt tới chung khi thua nó bia riêng nơi dục chơi nhưng còn ngày nó chia ngày thì mua để cột mau đòi bật tục chu quạt riêng dục hay mau nó có chọc tinh bài tinh hộp nó một cái lạnh bật tục chu có đó miền kia lũa có chả sao là bó trô từ rồi về dục mà nâng chập đam mà nâng kê chập đam bật vì là bó ấy nè vậy đúng cái do kia rồi cột te rồi về là chưa bắt tục chu nó thôi chỉ là bón hay cái thôi là bón một tầm học ten cái này là bị bật cả lại nừng hay đi cá còn cái chốc chả sao chả ấy tới tinh mà hộp tinh ấy là nơi một bắt tục chu nó tinh vô mình nhầm hay chẳng gửi vô từ bắt tục là bị nhầm vừa toàn ban nhầm bài là nghiệt tinh hãy có châu từ thì ngạt hay đang ngạt được cái châu bắt tục rồi gồm mà chứ ngày năng có tham gia rồi thay vì đang ngạt khó thông ở đây còn có châu tới
chi mà tôi vô tục cả lại đại kê đạo sắm nè nơi chọn lơ đạo mà tôi chi vô tục là nâng từ hay đà lang tới chọn lơ bậc quạt châu tục ấy chi thom đa miền chụp ấy play tam play pe chạ sao châu được ấy rồi còn tầm miền rõm chùm lại mỗi tha ngày nắng mày có cây chắp châu tục ngập mà lại miền rõm thay về ngập te chu nâng vì ngập khó thom đa tịch miền rõm trắng nè ta có bán khoai ấy tràn ắt miền cất tha cùi lại rồi có ấy mà mình nữ ắt sơ miền mình nữ quạt mình chi mình nữ đại chắp khai hay ở sơ miền cất tờ lơ rồi ngọc bay chùm nữ ấy chứ nâng lo mà giang đây đi cá quạt còn lang tơ bật tục bật quạt rồi vô bong liền bố liền ấy bật quạt đó liền là bố nâng viên mình chán nó mình đang còn thắt đuôi tới vì tay bật quạt nâng viên cần lật một nâng thmo chọp thmo màu khá đây chọp từng việc phơi nâng mà đọc tục chúa lên còn coi liền đáy liền ấy liền là bố hai người tực nhằm bái cho kê chia thò mà đà mình tái pe đà quạt kê nơi dụng nâng có tha cây mà dụng nó có lư sờ lệnh cái đôi bán giấy sưu tới sờ lệnh cái cắt chặt ran kìa tôi để lơ bầm lá ti ban nữa pe để dân bạn với mình tới cọt cả lư vi cho cả lư cắt vi ở trên nữa có tha có lừa nâng lư cực đôi miên nè cái chưa diêm cắt chặt ran kìa nâng thua anh nhâm cả đại dụng chứ nè có lư cực hay như cá có cọp nhẹ mơ cả đại dụng nè có ngơ mơ mà có tha lư sờ lệnh nâng mau bị ná lư nắng vía lư là biệt thay cha lư tranh mau pi mà chùm hiên tiết ảnh ấy nhưng mà tí ho trẻ bà sinh gì dẫn cho nơi một bật tục bà nỉ cá cho nơi một á lư tranh pi kháng chvên bật tục bà quạt hay chvên bật tục nắng vì ở miền ấy tề vía bà nỉ cá nơi trong kê hay ở bên kia ấy tề tề kháng nắng sao tả miền là bó hay tới ngay thì tới ban miền tề bằng ôm bị chi chôn nơi hay bà kê cắt chặt răng ghé hay bị ở lư đó quạt tề bạn ta sẽ lấy nó viên lư là biên tha đội biên bật tục môi tiện nơi chọp quạt á lư krk đây nỉ ca từ bốn quạt đang tha sẽ lấy ấy thì bạn ta đập du tới có tha sẽ lấy nó cứ sẽ lấy cắt chặt răng ghé thằng ai hay pe là dân cắt chặt răng ghé chặt răng tôi đặt cà bông ghé tôi như ngọ cắt tới vía chun cá vì mình to chặt răng nó vừa nó bị đầy rồi vì lư là nâng tam cao rồi chứng mang quạt cắt tha cái cắt chặt răng ghé vừa anh nhắm về dục ta ấy để quạt ngon lắm cứ vì lư tranh pi hàng phên bật tục bỏ quạt bạn ấy thà đôi miền bật lư pi bật tục bật top tí đó bạn ta nó chọp bật tục quạt hàng chơi nó bị ở miền bật tục tây bình chiang bật tục quạt nó trong cái này lư trong krk này cá con lư xong bay tập bay để quạt nhẹ mau coi lơ cây nó bật tục năng hai á có quạt lơ lư xử lý năng đài chẳng có bao vì bật tục chảnh tầng dục năng á cái quạt hạt bên nó ở đằng mau má này đang tại dục chơi rồi bữa quạt kênh luôn đằng thà off bay du bên á nè có bao thuê bật tục tranh từ con thằng bao thuê bật tục ngặt chìm ọt miên lư xử lý từng anh đi ca có thăm mấy nó lư ba lư xử lý cái cắt chặt răng kia quạt lần cất ha viết đôi chia xử lý nâng cho bật tục quạt hay nơi lư tranh tí khang để ọt miên bật tục nâng chẳng có cất môi tiết hạ ba hai chi trai nâng một bật tục nâng đằng vì ai chẳng tại bạn máu vì ngặt chìm hay có bắt thuê châu mình cũng muốn nâng lư hay bác thuê tranh mà mơ hay bị ọt khởi như thế chẳng đằng tha ngặt chìm chẳng ai tự cốt thuê su kê mất còn là tha xử lý nâng viên đồng khan là hốt đó quạt lư lằng nhẽ em mà tích tôi đài xử lý cạnh chặt răng kia nâng lư hay nâng loan cho mùi nâng đai chặt răng kia cả lại nè thầm đa cắt tới việc to cả lại này kia sâu có bóng kia mù tôi nâng tờ to mà khực tới với lư đài viên đồng khan quạt kê mà quạt ngược mà mơ chẳng đọc bê tranh mà mơ ọt khơi vậy chẳng có cho tôi vĩnh riêng mơ chất đài hay đai nó gửi về riêng đua ca bị đua đôi tầm tích vậy mà tay đọc bê dục cho ra tới nó nó pơ tới chư tới hay có riêng mũ mau đây lư dần đây đồng kha là đai nó có chư nó khơi sọc tới khăn nè chi mà tô kia con năng tiết chỗ kênh mình đi ca có tha quật chỗ kênh dụng nắng quật vô sọc chỗ kênh mình nó còn vô sọc tỏ vô sọc đôi ca pi quật nâng một môn tranh cứ khơi sau đây mình nè xử rộp cặp stang nắng quan đã tha nơi khăn ông vô sọc bỏ quật lực nắng cứ quật khơi mình nè sau đây nắng coi cắt chặt ran kìa chặt ran tôi bốn trung nắng nghe đại chặt ran nắng miên là không bật tục bỏ quật chặt ran nắng bồn lương nơi một bật tục tực chỉ rung nơi chất cái trai chan chăng nơi một bật tục tực nâng nghe đã riệp to nâng cái rổ nữa quật vô sọc khơi mình nè nắng coi khách chặt ran kìa nâng khắc thấy nị ca nó không vô sọc nâng cứ quật trâu mơ mình nè nâng cắt chặt ran kìa nâng vậy tăng trả rót đong đại nị ca vô sọc khơi mình nè nâng thưa sự cam phiệt thưa càng như ấy boss mà bật tục nó không nâng á
អត់ដែរមានសម្លេងទេតែនឹងលើកទី1ដែលនីការឃើញម្នាក់ស្រីហ្នឹងអង្គុយកាច់អាចក្រានហ្គាសក្លឹកហ្នឹងគាត់យកសពឃើញហើយវាលឺសម្លេងលឺអញ្ចឹងទៅនៅក្នុងយកសពហ្នឹងនីការគាត់ថាគាត់ព្យាយាមស៊ូម្នាក់ហ្នឹងថាធ្វើអីហើយពេលតែឃើញម្នាក់ហ្នឹងនៅក្នុងយកសពរបៀបចាគេដាក់ឲ្យនីការឈរនៅជ្រុងណានៃបន្ទប់គឺនីការឈរបាននៅកន្លែងហ្នឹងឯងដើរចាញ់រួចគេដូចដាក់ឲ្យគាត់នៅមួយកន្លែងដូចរូបចម្លាក់ដែលគេដាក់តាំងកន្លែងហ្នឹងហើយគាត់មានសមត្ថភាពត្រឹមតែមើលគេដើរទៅនេះទៅនោះប៉ុន្តែអត់អាចដើរចេញពីកន្លែងដែលគេដាក់ហ្នឹងបានណាគាត់ព្យាយាមសួរថាម្នាក់ហ្នឹងថាធ្វើអីថ្លង់គេយប់អីធ្វើអីគេស៊ូមចុះឃើញម្នាក់ហ្នឹងគឺអង្គុយគាត់ឃើញពីក្រោយខ្នងទៅស្លៀករ៉ូបកាប់ស្តាំងហ្នឹងដៃមកតសៃសក់វែងទម្លាក់មកហ្នឹងហើយអង្គុយកាច់ក្រិនហ្គាសក្លឹកហ្នឹងទៅនិយាយទៅមកយប់ពេញហ្នឹងនៃការយកសັບឃើញមើលម្នាក់ហ្នឹងអង្គុយកាច់ក្រានហ្គាសហ្នឹងរហូតតតែព្រឹកហ្មងហើយព្រឹកហ្នឹងទៀតអត់ភ្ញាក់មកខ្លួនឯងទេភ្ញាក់ដោយសារតាគេគោះទ្វារបន្ទប់របស់គាត់តែពេលអញ្ចឹងបាននីការភ្ញាក់និយាយរួមយកសັບរហូតដល់តែមានគេមកគោះទ្វារបន្ទប់ដូចដាស់គាត់អញ្ចឹងបានគាត់អាចភ្ញាក់បានណាពេលដែលភ្ញាក់មកហ្នឹងនីការគាត់ក៏វាថាដូចទៅបដោះខ្លួនបានពីយកសពអញ្ចឹងគាត់ក៏រៀងអភើដែរព្រោះចង់ភ្ញាក់គាត់ដឹងថានឹងយកសពឲ្យភ្ញាក់អត់បានណាហើយលឺគេគោះទ្វារបន្ទប់អញ្ចឹងទៅគាត់ក៏ស្ទុះទៅបើកហើយបើកទ្វារមកហ្នឹងថ្ងៃហ្នឹងហូសម៉ោងរៀនទៀតឡើងថ្ងៃអ្នកដែលមកគោះទ្វារគាត់ហ្នឹងគឺចែដែលនៅទុំមុខបន្ទប់គាត់ហ៎ចែបន្ទប់ទុំមុខហ្នឹងដែលរៀងស្និទ្ធមួយនីការជាងគេហ្នឹងហើយគាត់ឃើញអ្នកចិត្តខាងអ្នកជាប់បន្ទប់គាត់ម្នាក់ទៀតឈរនៅក្រៅនឹងដែរកំពុងតែឈរនិយាយមួយប្តីចែនៅមុខបន្ទប់គាត់ហ្នឹងតែពេលអញ្ចឹងទៅនីការក៏ស៊ូចែនឹងថាមានអីមែនចាស់ព្រោះចែនឹងគាត់អត់ដែរមកគោះទ្វារគាត់ទាំងព្រឹកអីអញ្ចឹងទេធ្លាប់តែចាញ់មកជួបគ្នាឬក៏ពេលដែលគាត់ចង់រកនីការអញ្ចឹងគាត់ហៅគាត់សួរវាថាគាត់ហៅមុននីការនៅបន្ទប់អត់អីអត់អញ្ចឹងនីការនៅគាត់ឆ្លើយទៅតែអត់ដែរគោះទ្វារហ្មងតែថ្ងៃហ្នឹងគាត់គោះទ្វារវាថាដាស់នីការឯនឹងគាត់សួរថាហែងកាត់អីនីការសួរចែនឹងថាចែឯងមានការអីមកគោះទ្វារគាត់ចែនោះសួរគាត់វិញថាហែងកាត់អីហើយនីការគាត់និយាយថាគាត់អត់មានកាត់អីបងគាត់កេងទៅបានចែដែលមកគោះទ្វារគាត់ហ្នឹងគាត់ងាកក្រោយទៅមើលទៅម្នាក់ទៀតម្នាក់ដែលនៅជាប់បន្ទប់នីការហ្នឹងប្រុសគាត់ងាកទៅមើលម្នាក់ហ្នឹងហើយទៅបងប្រុសម្នាក់ហ្នឹងបានគាត់និយាយថាអើយហើយធ្វើអីគេមកយប់ហើយលឺតែសលេងពឹកប៉ាក់ហ្នឹងហើយនីការគាត់ថាតែគាត់អត់បានធ្វើអីទេមកយប់ហើយគាត់កេងតើប៉ុន្តែបងប្រុសហ្នឹងហើយនឹងសំបីតែចែដែលនៅទុំមុខបន្ទប់របស់នីការហ្នឹងគាត់និយាយថាអត់ទេមកយប់ហើយលឺឯងសលេងដឹងធ្វើអីលឺពឹកចេញពីបន្ទប់របស់ឯងរហូតមកយប់ហើយរហូតដល់ព្រឹកបានពួកគាត់បាច់ចិត្តថាលឺសលេងហ្នឹងរហូតពេកដំបងវារំខានប៉ុន្តែអស់ពីរំខានពីទៅជាមានអារម្មណ៍ថាវាលឺដល់ព្រឹកហើយនេះគាត់ទៅជាភ័យលឺអត់ដាច់ហើយបងប្រុសដែលនៅជាប់បន្ទប់នីការហ្នឹងគាត់ថ្លង់ហើយថ្លង់អស់ពីថ្លង់និយាយទៅពួកគាត់ហ្នឹងឡើងគិតថាតិចនីការកើតអីមានរឿងអីដឹងបានលឺសលេងវាអត់ដាច់ហើយសលេងមិនដឹងថាជាសលេងអីគាត់លឺប៉ឹកនិយាយទៅប្រហែលជាសលេងកាច់ចក្រានហ្គាសហ្នឹងហើយហើយបានបងប្រុសហ្នឹងគាត់គិតថាគាត់ប្រុសហ្នឹងគាត់ទៅគោះទ្វារនីការអត់សមគាត់ក៏ទៅរកចាយនៅបន្ទប់ទុំមុខហ្នឹងទៅឲ្យជួយទៅគោះទ្វារស៊ូនីការមើលថាកើតអីបានមកយប់វាស់ព្រឹកឲ្យលឺទៅសលេងប៉ឹកចេញពីបន្ទប់គាត់រហូតចឹងហើយបានចាយហ្នឹងបើគោះទ្វារហៅនីការគាត់គាត់ថាអត់ទេគាត់អត់ដឹងអីផងគាត់កេងមកយប់អីហ្នឹងហើយមិញហ្នឹងបើកុំតែចាឯងមកដាស់ខ្ញុំអត់តន់ភ្ញាក់ទេគាត់និយាយចឹងតែពេលចឹងមួយចាប់ដើមឆ្ងល់ហើយចាយហ្នឹងក៏ចាប់ដើមមើលមុខប្តីបើគាត់មើលមុខបងប្រុសម្នាក់ដែលនៅជាប់បន្ទប់នីការណាកែវភ្នែកចាប់ដើមប្លែកហើយក៏បាយមកវិញស៊ូនីការហ្នឹងអត់អីអញ្ចឹងនៅបន្ទប់ហ្នឹងអត់អីទេគាត់ស៊ូចឹងនីការគាត់ថាអត់អីផងគាត់កេងធម្មតាហ្នឹងធម្មតាទៀតណាយប់មិញលឺសលេងហ្នឹងដូចគ្នាប៉ុន្តែនីការអត់និយាយគាត់លឺសលេងហ្នឹងដូចគ្នាហើយរហូតយកសពឃើញម្នាក់ស្រីហ្នឹងអង្គុយកាច់ចក្រានហ្គាសហ្នឹងទៀតប៉ុន្តែអត់និយាយគេសួរថាធម្មតាគាត់ធម្មតាអត់អីហើយមួយទៀតគាត់គិតថាអាហ្នឹងវាជាការយកសពនឹងការលឺសលេងហ្នឹងគាត់លឺដែរហើយអ្នកផ្សេងក៏លឺដែរអញ្ចឹងបានន័យថាវាមិនមែនខ្មោចលងទេនិយាយចាគាត់គិតថាប្រហែលជាសលេងហ្នឹងវាបកកចេញពីបន្ទប់ណាមួយនៅក្នុងអាគារដែលគាត់ស្នាក់ហ្នឹងឬក៏លឺពីក្រៅពីឆ្ងាយកន្លែងណាមួយដែរគេកំពុងតែធ្វើអីអញ្ចឹងណាគាត់គិតអញ្ចឹងបានគាត់និយាយថាគេសួរថានៅនឹងអត់អីគាត់ថាអត់អីដល់ពេលអត់អីអញ្ចឹងចាយហ្នឹងគាត់ថាអញ្ចឹងមិនដឹងលឺមកពីណាពីណីអញ្ចឹងគាត់ក៏សុំទោសនីការទៅដែលមកដាស់នីការអញ្ចឹងណាហើយនីការគាត់ក៏ថាអូអត់អីទេសឹងថាពេលហ្នឹងគូតអរគុណចាយហ្នឹងដែលមកដាស់គាត់វិញតែអត់និយាយទៀតហើយក៏ប្របែកគ្នាទៅថាអញ្ចឹងមិនដឹងលឺសលេងពីណាពីណីចាំមើលស៊ូគ្នាអ្នកដែលជួលហ្នឹងណាគេលឺណាគេធ្វើអីយប់មិញបានលឺសលេងមកយប់មកព្រឹកអញ្ចឹង
lư bậc sẽ lên cạnh chặt ran kẻ này ngày thấy cô bà bảy kia cho tục riêng khuôn riêng trong khuôn tới thôi càng như riêng khuôn ấy chân tử bông an ngay cài một tiết và topi à dục đại miền bành hà lư sẽ lên cạnh chặt ran kẻ này hái nè đi cá quạt ở đây vô sọc khơi mình nè năng nghề anh ấy dân cắt đó nè cắt hốt đó bây giờ quạt vô sọc khơi mình nè năng mà đón tiệt quạt lợn đấy quạt vô sọc khơi đôi à dục đại lư cắt chặt ran kẻ chân quạt khơi mình nè năng coi một tục tức coi à cả lại đại miền đại chặt ran chân chân năng nữa quạt coi em đừng quạt hốt ấy vậy bị riệp trong đôi để quạt lặp vô sọc khơi cả lỏng màu chân tập về lợn nắng đi cá quạt cho nữ trong bật tục mùi đại cái áo quạt cho lại nắng hay mơ khơi mình nè nắng á khơi chẳng tiệt khơi mình nè nắng chẳng tới bị ha anh ấy vô sập lần thôi nhá lần xóm á quạt khơi mình nè nắng cho coi nó cái lại nắng thưa đi thưa đâu ấy chứ quạt cái xu thà ôi thôi ấy thế thầy xu bị ha đang thầy vô sập mình đang thương mạch ở phía xu mình nè nắng công đại lại và tay lực ấy đập bên đi ca xu chẳng tới mình nè nắng mình được bỏ coi riệp chân năng sốc sạc bạn khơi khương vô sọc tiệt đấy nè mình nè say bẹ rộp cặp stang nắng chập đam nhua luôn cái trạ ấy sao bạn đu pin tới nị cá có khơi nhá có bị thay trong stu từ chui mình nè nắng á nó khương vô sọc nắng có ta cá ấy sốc cái trạ nhua từ từ đuổi nè chọ sải phơn nhá từ chân tới hay nị cá có khơi mình nè nâng chẳng có trong stu từ chui bần tay ở rồi đôi nhung vậy chứ cứ đôi kệ đã quạt nơi cái lại nam này chung vật tục không vô sọc nó cứ quạt nơi ta cái lại nâng ai đào tranh ba này ban trăm từ pra cái này kia đây từ ná quạt mơ từ nâng chân từ bần tay đào từ rô cái cao đó vậy đúng anh ấy cứ không ca vô sọc bỏ nị cá có sẵn nó không vật tục nâng dễ pe bồng mán khai mau hay nó cứ quạt vô sọc ở miền trung ấy cái bị vô sọc khơi mình nè say sliệt rô cặp stang rô nơi không vật tục bỏ quạt bài tề ở miền vô sọc ấy cái bị nâng ấy tập hiệp hàng ca hay ca hàng ca cứ gọi bán chú á hay nó khơi vô sọc nó pe là khơi mình nè nâng cật trạ chẳng tới quát khơi từ bị cào khơi nón bụng mình nè nâng coi bài khơi nón đã có thấy sốc và cật trạ thấy có đu pin từ lời cờ rổ tới có trong stu từ chui mình nè nâng thịt nó khơi vô sọc á bàn tay tay ở ruồi đó với em đắng thơm mấy ní cá có cỏ sài này khơi vô sọc nâng là chui ở miền kia bạc rồi cõi nhưng còn sài nhưng còn trong chui mình nè sài nâng thịt đọc về sài chân tới sài bà đá mơ tới mình nè sài nâng bà đá quạt sài tới thúy hay khơi vô sọc nâng bùm nón sài nâng kịch khơi vô sọc á trong ngày trai nâng một bật tụng nâng mà chui trong ngày cây lư mà chui vừa quạt sinh ta cho mũi trai nâng còn trong ngày trai nâng mà chui hay má chui mình chui có đây chui mình nè sài đang gặp bông trong ở đây bà cài lư rổ nữa sài bà đá mơ chla khné mơ từ thúy hay sài cho cái chui nâng mơ mà mình nè sài nâng đọc về chla lang mơ chóc mơ mà đong tiếc mơ mà mình nè sài nó quạt khơi mình nè sài nâng đây lơ rổ nâng bay khơi đã quạt bàn tay cắt câu mà cái nói bay mà quạt thấy sờ lọ quạt thấy mọt này bay bù mọt khơi những đi cá quạt sài không vô sòng nâng có thay quạt sài lằng thôi từ cái bọc nâng ngàn chiên và tục bọc quạt á quạt sài mà tầm hơn bọc nâng chiên và tục quạt hết nhẹ bị vô sọc mỏng nhẹ mà cứ quạt nó lưỡi cây thao mà đai ọt miên chọc từ này này hay quạt lằng quạt đập nhẹ phim nâng cứ quạt sờ lằng ta cả lạnh đã chan chân năng nâng mỏng ca có tha nâng á cứ chỉ lơ tim mũi ấy tăng bị quạt vô sọc hơi mà nè sray nâng cứ quạt đây mơ khơi mục mà nè nâng mạch mà nè nâng từ lệ sọ sang ba tự dân thao mà đá mượn từ lệ băng mục ấy nè còn là tha mục mơ ở đây khơi như cứ prơ là hốt chia diêm mơ mục mà nè nâng cứ prơ bình tay lơ ní quạt khơi mục mà nè nâng vậy đúng cứ bây đại khơi vô sọc sray hai cây ở chui phong hay nghĩa mà mơ mà nè nâng đón tiếp cứ khơi bay khơi đã quạt tay cắt câu mà cao hết sầm lọ quạt thấy mọt nó việc bay và bung mọt lần school á vậy đúng quạt khơi tới vì cùi khạc hay quạt sray khơi vô sọc nó sray tới có nhẹ mau mình tên mà hay đậpไปnhẹ chẳng quạt riêng bây rõm tháo riêng pay đây phụ ở đây khơi mục mà nè nó khơi mà nó cứ bị cùi khla trong mỏ á họcไปchẳng có bị tham chi diêm bật lọc hồn ái nhá chi diêm bật lọc hồn ai thấy sừng ngõm kênh tôi với kênh lũi bụng nơi pay nâng ta tập hiện được hồn anh khơi nâng bây đại quạt chi diêm kênh nâng tới nơi không dụng nâng toàn lưới nè nó bây đại quạt chi diêm sừng ngõm kênh nơi coi bây đại vô sắp khơi mình nè nâng bay và bung mọt ấy hay nữa đi ca quạt thá sừng ngom chi diêm sừng ngom nâng kênh lũi còn ta sừng ngom nó lửa kê nó vùng đằng tư na ta cuốc phía hai kê còn là vô sắp vì mình cao trái một bật tụng nâng rạp khương anh vô sắp có viểm cả call từ mật phệ bật quát tên là bên nâng đằng tha nơi nâng rõ đang bị ở miền ấy á bị ở miền rộng ấy tay lực nâng đi ca có tha
ដូចលើកទី1ក្នុងជីវិតរបស់គាត់តែគាត់ភ័យខ្លាំងណាភ័យនឹងការយល់សពណាចង់ខលទៅមិត្តភក្តិគាត់ក៏អត់ការដែរព្រោះគាត់ទាញទូរស័ព្ទមើលមកវាលបាក់ក្នុងម៉ោង3ម៉ោង4ឡើយហ្នឹងអញ្ចឹងហីគាត់អត់តហ៊ានខលទៅគេខែរំខានគេអាត្មាហ្នឹងតែតគោះទ្វារចាយដែលនៅមុខបន្ទប់ហ្នឹងក៏វាមិនកើតដែរអញ្ចឹងមានតែសង្ងំនិកាគាត់ក៏ព្យាយាមសង្ងំគេនៅលើក្រែរបស់គាត់ហ្នឹងហើយប៉ុណ្ណឹងបើកងើបបើកភ្លើងបើកអីក្នុងបន្ទប់អីភ្លើងបន្ទប់របស់គាត់ហ្នឹងជាធម្មតាអត់ល្ងឹតទេគាត់មានអំពូលតូចមួយរូបបេះដូងតូចមួយអំពូលរាត្រីរូបបេះដូងមួយដែលគាត់ចំណាំតដោតនៅអាកងតាក់ព្រីភ្លើងនៅជាប់ទ្វារហ្នឹងគាត់ដោតឡើងហ្នឹងដើម្បីឲ្យភ្លឺព្រាលក្នុងបន្ទប់កុំឲ្យល្ងឹតពេកយប់ឡើងទៅបន្ទប់ទឹកអីចឹងទៅគាត់ឥឡូវអត់បើកតាមហ្នឹងឯងគាត់បើកភ្លើងក្នុងបន្ទប់គាត់ឲ្យភ្លឺអស់ហ្មងហើយព្យាយាមសង្ងំគេគាត់គិតថាដីលក់ទៅវាបាត់ខ្លាចអីចឹងណាព្យាយាមសង្ងំគេសង្ងំនៅលើក្រែហ្នឹងព្រោះអត់ដឹងថាទៅណាព្រោះវាលបាក់ម៉ោង3ម៉ោង4ឡើយហ្នឹងមិនដឹងទៅណាកើតពេលតែគាត់សង្ងំនៅលើក្រែហ្នឹងទទួលភួយហ្នឹងគាត់លើសលេងទៀតក្រឹកមិនសលេងកាត់ចក្រានហ្គេណាកលឹះទ្វារបន្ទប់ទឹកធម្មតាអាទ្វារបន្ទប់ទឹកកលឹះមូពេលដែលយើងចូលទៅនីកាគាត់ថាទ្វាររបស់គាត់ហ្នឹងតតរុញបើយើងចូលក្នុងបន្ទប់ទឹកឬក៏ចាញ់មកក៏ដោយទាញទ្វារហ្នឹងរៀងទាញខ្លាំងតិចបានអាទ្វារហ្នឹងវាអាប់ជាប់កលឹះហើយវាលឺសូរក្រឹកហើយបើយើងចូលទៅក្នុងបន្ទប់ទឹកយើងត្រូវចុចឡុកសោបតង់ទៀតអាហ្នឹងវាក្រឹបបតង់ទៅវាទៅជា2តង់ហើយលឺក្រឹបហ្នឹង2ដងបើសិនជាចូលហើយបើចាញ់ទាញតែម្ដងហើយលឺសូរមកក្រឹបហ្នឹងទៅគាត់លឺសលេងរបៀបថាហ្នឹងឲ្យលឺតែមកក្រឹកលឺសូរក្រឹកអារបៀបហ្នឹងគឺលក្ខណៈថាបើកទ្វារពេលដែលយើងឡុកសោខាងក្នុងអញ្ចឹងមូចាញ់មកវិញវាមកកលោតកលឹះហើយនីកាគាត់ថាលឺអាហ្នឹងលឺសូរក្រឹកដបងលឺអាហ្នឹងរៀងនីកាថាលឺអាហ្នឹងដបងគាត់មានអារម្មណ៍ថាខ្ញាក់ក្បាលរបស់គាត់ព្រឺក្បាលខ្ញាក់ពួកគាត់មានអារម្មណ៍ថាសលេងហ្នឹងលឺចាញ់ពីបន្ទប់ទឹកគាត់ដែរអត់មានអ្នកដតីទេលឺហ្មងក្រឹកតែគាត់ព្យាយាមសង្ងំហើយនីកាព្យាយាមសង្ងំថាអូយបន្ទប់គេទេអត់លឺគាត់ថាគាត់គិតខ្លួនឯងអីចឹងទៅលឺក្រឹកអាហ្នឹងរបៀបអាទីហោទៅមានមនុស្សបើកទ្វារចេញពីបន្ទប់ទឹកបើកចេញមកហើយបិទទ្វារវិញឬមកក្រឹកទៀតក្រឹកនីកាលឺចឹងហើយក៏អត់ហ៊ានបើកភួយមើលដែរមនុស្សសង្ងំក្នុងភួយអត់ហ៊ានបើកមើលទេសង្ងំឈឹងគាត់គិតថាអូបន្ទប់គេទេបន្ទប់គេទេព្រោះបើសិនជាបន្ទប់គេមែនគេចូលអញ្ចឹងហើយគេចេញវិញគឺអស់ហើយណាអត់លេងលឺសលេងហ្នឹងទៀតហើយលឺមកពីបន្ទប់គេទេអាសលេងចូលបន្ទប់ទឹកហ្នឹងលឺសលេងកលឹះទ្វារចឹងគាត់សង្ងំអត់មានលឺអីឬក៏អីទៀតទេស្ងាត់ឈឹងសង្ងំមកសន្ទុះទៀតទៅគាត់ស្រាប់តែលឺទៀតក្រឹកអានេះរបៀបថាម្នាក់ហ្នឹងចូលទៅក្នុងបន្ទប់ទឹកវិញណារបៀបចឹងគឺចូលទៅក្នុងបន្ទប់ទឹកវិញមានថាក្រឹកហើយលឺសលេងរុញបិទទ្វារបានន័យថាម្នាក់ហ្នឹងចូលបន្ទប់ទឹកចូលទៅហើយរុញបិទទ្វារហើយឡុកកលឹះចុចអាកលឹះហ្នឹងទៀតលឺ2តង់ទៀតនីកាថាអូយច្បាស់ហើយលើកហ្នឹងលឺពីបន្ទប់របស់គាត់មិនបន្ទប់អ្នកផ្សេងទេលឺហ្មងប៉ុន្តែអត់ហ៊ានបើកភួយមកមើលទេអត់ហ៊ានបើកភួយទេហើយក្នុងបន្ទប់ហ្នឹងគាត់បើកភ្លើងភ្លឺណាប៉ុន្តែគាត់កេងឃ្លុំភួយក៏អត់ហ៊ានបើកមើលលឺសលេងហ្នឹងគឺគាត់ច្បាស់ហ្មងថាសលេងហ្នឹងគឺគេចេញចូលបន្ទប់ទឹករបស់គាត់ហើយបន្ទប់គាត់នៅម្នាក់ឯងហ្នឹងណាគេបើកទ្វារឥឡូវនេះដល់ពេលនីកាគាត់ថាគាត់ខ្លាចទេប៉ុន្តែចង់ដឹងណាលើកនេះលឺទៅមានអារម្មណ៍ថាមុនដំបូងគេចេញពីបន្ទប់ទឹកហើយគេចូលទៅវិញអញ្ចឹងមិនឲ្យគេចូលទៅបាត់ហើយទ្វារបន្ទប់ហ្នឹងបិទជាធម្មតាក៏គាត់បិទទ្វារបន្ទប់ទឹកហ្នឹងដែរគាត់ដែរបើកទេដល់ពេលលឺស្ងាត់អញ្ចឹងទៅនីកាគាត់គិតថាអូយចង់បើកភួយមើលហើយក៏បើកចាប់ផ្ដើមបើកសឹមបើកភួយមើលហើយគាត់កេងហ្នឹងពេលហ្នឹងគឺបែរមុខទៅខាងបន្ទប់ទឹកហ្នឹងស្រាប់ហ្នឹងឯងបែរខ្នងទៅទ្វារហើយបែរមុខទៅបន្ទប់ទឹកដល់ពេលបើកភួយមើលបន្តិចទៅពេលដែលនីកាបើកមកល្មមថាភ្នែករបស់គាត់អាចមើលទៅបន្ទប់ទឹកនឹងឃើញណាហើយក្នុងបន្ទប់ហ្នឹងម្ដងទៀតបើកភ្លើងភ្លឺហើយពេលដែលគាត់បើកភួយមើលទៅបន្ទប់ទឹកហ្នឹងដំបូងគាត់ឃើញទ្វារបន្ទប់ទឹកហ្នឹងបិទដដែលតែគាត់ថាបៀកថាឃើញអញ្ចឹងទៅនីកាគាត់រៀងធូរចិត្តទៅគាត់ខ្លាចមកបើកមកហ្នឹងឃើញអីអញ្ចឹងណាដល់តែពេលបើកមកឃើញទ្វារបន្ទប់ទឹកបិទដដែលអញ្ចឹងគាត់ក៏បៀកថាទាញភួយរបស់គាត់ដែលអាមុនហ្នឹងសឹមតម្លាក់មកដល់ត្រឹមច្រមុះឯងអើតភ្នែកលូចមើលណាដល់ពេលឃើញអញ្ចឹងក៏តម្លាក់មកអស់ដល់ត្រឹមកពេលដែលទាញភួយតម្លាក់មកវឹបនេះទ្វារបន្ទប់ទឹកហ្នឹងបើកលឺសូរកលឹះក្រឹកពេលហ្នឹងកាំងអត់មានគិតថាលឺសលេងអញ្ចឹងហើយលវិសក្របភួយទៅវិញឯងអត់ទេនីកាកាំងមើលទៅអាទ្វារបន្ទប់ទឹកហ្នឹងនីកាថាឃើញបើកសឹមរួចគាត់ឃើញ
របៀបថាសម្ោខ្មៅហើយបន្ទប់ទឹកនឹងឲ្យបើកភ្លើងហើយគាត់បើកតែភ្លើងបន្ទប់ឯនេះឃើញសម្ោខ្មៅដៃចេញមកមុនគេលូករបៀបថាចេញពីបន្ទប់ទឹកលូកប៉ះអាជាងនឹងដើម្បីតោងចេញមកអញ្ចឹងណាជាត្រង់ទ្រាយរបៀបថាមិនមែនវាមកអីទេមនុស្សយើងឈរក្នុងបន្ទប់ទឹកហើយបើកទ្វារចេញប៉ុន្តែលូកដៃមកមុនមកចាប់ជាងបន្ទប់ទឹកបើកទ្វារហើយចាប់ជាងបន្ទប់ទឹកហើយនីកាគាត់ឃើញអាទ្វារនឹងលបើកយឺតទៅនីកាគាត់ថាគាត់ឃើញតែប៉ុណ្្នឹងគាត់អានេះនឹងភ្នែកស្រស់អត់យកសពទៀតទេណាគាត់ឃើញដៃលូកមកចាប់ជាងរបៀបថាប៉ះជាងបន្ទប់ទឹកហើយទប់ដៃមួយជាងទៀតបើកទ្វារបៀបចឹងណានីកាគាត់ថាគាត់ឃើញតែប៉ុណ្្នឹងគាត់ស្ទុះងើបហើយគាត់បើកទ្វារបន្ទប់មកទំហឹងទៅគោះទ្វារចែទោះមុខគាត់គោះប៉ាំងហ្មងអត់ដឹងថាណាគេភ្ញាក់ខ្លះអត់ខ្វល់ទេប៉ុន្តែអាពេលដែលគាត់រត់ទៅហ្នឹងបច្ចេកតិចពេលដែលគាត់ឃើញអញ្ចឹងហើយគាត់ភ័យគាត់រត់បើកទ្វារចេញទៅហ្នឹងអាទ្វារបន្ទប់គាត់ចាហោហើយគាត់ទៅគោះទ្វារបដាងាកក្រោយមើលមកកាន់បន្ទប់គាត់បដាដល់ពេលអញ្ចឹងទៅឃើញស្មៅរបស់មនុស្សស្រីហ្នឹងអោតមុនដំបងឃើញតែដៃណាពេលគាត់រត់ចេញមកនេះគឺឃើញតែដៃឯងប៉ុន្តែងាកអាពេលកំពុងអាគោះទ្វារហៅគេឲ្យបើកទ្វារនេះងាកមកតង់ទៀតហ្នឹងគាត់ឃើញចាប់ផ្ដាំអោតក្បាលចេញពីបន្ទប់ទឹកមកជាត្រង់ទ្រាយរបស់មានសក់មានអីដូចមនុស្សស្រីចឹងគាត់ថាខ្មៅក្រាប់មើលអត់ឃើញអីដូចស្មៅខ្មៅចឹងអោតចេញពីបន្ទប់ទឹកហ្នឹងមកហើយនីកាគាត់មើលឃើញពុកដូចខ្ញុំថាបន្ទប់បើកភ្លើងភ្លឺចាញ់ហ្មងហើយគោះទ្វារបដាហៅចាយតែតោមុខហ្នឹងហៅឲ្យបើកទ្វារចាយជួយខ្ញុំផងអីចឹងហើយចាយនោះគាត់ជប់ថ្មនឹងមនុស្សកំពុងពេញគេងម៉ោង4ជាងចាយនោះក៏គាត់ស្ទុះស្ទាមកបើកទ្វារឲ្យដែរតែវាមកបានភ្លាមសុកគេមកគោះទ្វារដៀងអាមនុស្សកំពុងដេកឆ្ងាញ់ណាគាត់ក៏បើកទ្វារមកឃើញនីការបៀបស្លន់ឈុំមុខបន្ទប់គាត់ដំបងគាត់សួរដែរថាហែងកាត់អីចឹងណាដល់ពេលនីកាគាត់និយាយចាញ់គាត់តែពីចៅជួយខ្ញុំផងអាពេលគេបើកទ្វារហ្នឹងណាដល់ពេលចាយហ្នឹងគាត់ស៊ូនីកាអត់ដឹងរឿងគាត់និយាយថាគាត់ងាកក្រោយមើលទៅបន្ទប់នីកាគាត់តែងាកបន្តិចគាត់ស្រែកថាហើយទាញនីកាចូលក្នុងបន្ទប់បិទទ្វារក្រាំងហ្មងហើយដល់ពេលចូលទៅក្នុងបន្ទប់ចែហ្នឹងគឺឈរញ័រខ្លួនទាំងពីរនាក់ទាំងចែបន្ទប់ទៅមុខទាំងនីកាម្ចាស់បន្ទប់ដែលរត់ទៅរកគេជួយនេះហើយប្តីរបស់ចាស់ហ្នឹងគាត់កេងនៅក្នុងហ្នឹងគាត់ថាជួបហើយនៅយូរហើយគាត់និយាយចឹងហើយនីកាគាត់ពេះហ្នឹងគាត់លឺអញ្ចឹងគាត់ដឹងអត់តបានស៊ូអីព្រោះមនុស្សកំពុងតែភ័យគាត់ថាលើកទី1ក្នុងជីវិតគាត់ដែរតែគាត់ជួបរឿងហ្នឹងហើយគាត់ភ័យខ្លាំងប្តីរបស់ចាម្ចាស់បន្ទប់ហ្នឹងគាត់ឃើញអ្នកមកសុំជំនួយហ្នឹងក៏ញ័រឥឡូវប្រពន្ធគាត់ក៏ញ័រទៀតអញ្ចឹងទៅគាត់ក៏ប្រាប់ថាឥឡូវមកអង្គុយជុំគ្នាសិនមកកុំតាន់សម្រួលអារម្មណ៍អីចឹងទៅគាត់ក៏និយាយអញ្ចឹងទៅហើយកំពុងតែហៅពីរអ្នកស្រីនឹងឲ្យអង្គុយហ្នឹងក៏លឺសលេងគោះទ្វារបន្ទប់ហើយលើកហ្នឹងភ្ញាក់ទាំង3អ្នកហ្នឹងហ្មងឥឡូវចូលមកនីកាចូលមកបន្ទប់គាត់ហើយអាបន្ទប់ទៅមុខហ្នឹងមកគោះទ្វារសុំគេចូលមកហើយស្រាប់តែលឺសលេងគោះទ្វារម្ដងទៀតពេលអញ្ចឹងរឿងភ្ញាក់ទាំងប្តីរបស់ចាម្ចាស់បន្ទប់ហ្នឹងទៀតប៉ុន្តែក៏លឺសលេងសួរលឺសលេងហៅសលេងរបស់មនុស្សប្រុសហៅហ្នឹងបងហ្នឹងក៏ដឹងថាសលេងដែលហៅហ្នឹងគឺសលេងបងប្រុសម្នាក់ដែលនៅជាប់បន្ទប់នីកាហើយគាត់ក៏បើកទ្វារទៅឲ្យម្នាក់ហ្នឹងចូលមកទៀតឲ្យចូលមកសិនមកឲ្យគាត់ក៏បិទទ្វារវិញទៅហើយបងហ្នឹងចូលមកឃើញនីកាហើយនឹងចាម្ចាស់បន្ទប់ហ្នឹងអង្គុយញ័រនៅក្នុងបន្ទប់ហ្នឹងអង្គុយនឹងការ៉ូញ័រពីមនុស្សខ្លាចមនុស្សភ័យណាហើយគាត់ក៏សួរទៅថាកាត់អីមានរឿងអីគេមុនហ្នឹងគាត់លឺសលេងគោះទ្វារបន្ទប់ខ្លាំងអញ្ចឹងមិនគាត់ចេញមកមើលហើយគាត់ថាគាត់ចេញមកដល់ហ្នឹងគាត់ឃើញទ្វារបន្ទប់នីកាចាហោទ្វារបន្ទប់ទឹកក៏ចាហោដែរណាចាហោហើយគាត់ក៏អើតមើលបន្តិចទៅចង់ដឹងថានីកាកាត់អីឬក៏អីចឹងព្រោះមកសិតតែនៅម្នាក់ឯងអញ្ចឹងណាហើយគាត់អើទៅវាអត់ឃើញមានណាគេនៅក្នុងបន្ទប់អញ្ចឹងហើយគាត់ក៏មកគោះទ្វារបន្ទប់ចាយដែលនៅទូមុខនីកាហើយក៏បានឃើញនីកានៅក្នុងនឹងដែរបងប្រុសដែលនៅទូមុខបន្ទប់នីកាប្តីចែទូមុខបន្ទប់ហ្នឹងក៏និយាយថាតែប្រហែលជាជួបហើយមើលទៅតែពេលអញ្ចឹងបងប្រុសដែលនៅជាប់បន្ទប់នីកាវិញគាត់ក៏សួរថាជួបអីគេបងនិយាយរួមបងប្រុសហ្នឹងគាត់មកនៅហ្នឹងក៏គាត់អត់ដឹងថាបន្ទប់ដែលនីកាស្នាក់នៅហ្នឹងមានរឿងអីដូចគ្នាគាត់តែអីដែលគាត់ដឹងហ្នឹងគឺបន្ទប់ហ្នឹងអត់ដែលមានណាគេមកជួលទេនិយាយពីនីកាដែលអង្គុយញ័រខ្លួនជាមួយចែទូមុខបន្ទប់ហ្នឹងមកសុំគេឥឡូវនាំមកចាប់បន្ទប់គេភ័យដែរហើយពេលហ្នឹងអត់ដឹងថាចែហ្នឹងគាត់ឃើញអីព្រោះពេលដែលគាត់ជួយនីកាហ្នឹងគាត់និយាយថាគាត់ងាកមើលក្រោយខ្នងនីកាអញ្ចឹងបានគាត់មើលទៅក្នុងបន្ទប់នីកាហើយមិនដឹងថាគាត់ឃើញអីបានគ្រាន់តែមួយម៉ាត់ហើយទាញដៃនីកាចូលមកក្នុងបន្ទប់គាត់ណាហើយនីកានេះដែលអង្គុយនៅក្នុងបន្ទប់ជាមួយចែហ្នឹងកំពុងភ័យអង្គុយនឹងការ៉ូហ្នឹងប
បងនឹងមកសួរនាំអីចឹងឮបងប្រុសប្តីម្ចាស់ចាយម្ចាស់បន្ទប់ហ្នឹងសួរនិយាយទៅកាន់បងដែលមកហ្នឹងមកក្រោយហ្នឹងអញ្ចឹងទៅគាត់ក៏សួរថាបងអើយបន្ទប់ដែលខ្ញុំនៅហ្នឹងមានអីមែនវាថានៅភ័យប៉ុន្តែក៏ចង់ដឹងដែរព្រោះវាជួបហើយអីហើយអញ្ចឹងនិយាយឲ្យហើយមកឲ្យភ័យម្ដងហ្នឹងឲ្យហើយឲ្យអស់ហ្មងទៅហើយបងប្រុសហ្នឹងគាត់ថាចាបន្ទប់ហ្នឹងអត់ដែលមានណានៅបានយូរទេឯងគឺនៅយូរបានយូរជាងគេបំផុតអីនៅរាប់ខែនិកាថាចង់កន្លះឆ្នាំនៅបន្ទប់ហ្នឹងណាបងនឹងគាត់ថាអ្នកដែលមកជួបបន្ទប់ហ្នឹងគាត់មកនៅនឹងយូរមែនតើប៉ុន្តែគាត់អត់ទាន់មូលហេតុដែរមានរឿងនៅក្នុងបន្ទប់ហ្នឹងឯងគាត់មកក្រោយតែគាត់ថាអីដែលគាត់ឃើញគឺនៅយ៉ាងយូរនៅបន្ទប់ហ្នឹងយ៉ាងយូរអ្នកមកជួបបន្ទប់ហ្នឹងអស់យូរត្រឹម1ខែនិកានៅចង់កន្លះឆ្នាំគាត់ថាអ្នកខ្លះមកទឹកទេរើយវ៉ាន់ចេញនឹងយប់អត់មានណានៅបានទេបងប្រុសហ្នឹងគាត់និយាយថាអ្នកដែលនៅបានអត់យូរភិកច្រើនហ្នឹងសិតថាជាម្ចាស់បន្ទប់ដែលមនុស្សប្រុសរត់ទាំងយប់ក៏មានដែរមកបាក់មកទឹកអ្នកខ្លះ3ថ្ងៃចូលមកនៅ3ថ្ងៃរត់ចេញទៅហ្មងរើយវ៉ាន់ទៅហ្មងអត់ដែលបាននៅយូរទេហើយបើអាចថាអ្នកស្រីជាស្រីមកនៅបន្ទប់ហ្នឹងរៀងបានយូរគ្រាន់លបាក់ខ្ទង់1ខែឬក៏1ខែហ្នឹងឯងហើយនីកានេះគឺជាអ្នកដែលនៅបន្ទប់ហ្នឹងបានយូរជាងគេជាងកន្លះឆ្នាំហើយបើស៊ូគាត់ថាចេះបន្ទប់ហ្នឹងមានរឿងអីធ្លាប់មានអីចឹងគាត់ថាគាត់អត់ដឹងទេគាត់អត់ដឹងច្បាស់ដែរទេប៉ុន្តែដោយសារតែគាត់ឃើញអ្នកមកនៅចឹងក៏សារដល់រត់ចេញកន្លែងជប់ពេកចឹងគាត់ក៏ទៅលួចសួរអ្នកដែរអ៊ីលក់បាយនៅមុខផ្ទះជួលគាត់ទៅសួរអ៊ីនៅនឹងពុកគេលក់បាយនៅនឹងកាន់ឆ្នាំហើយគាត់មកក្រោយហ្នឹងគាត់បានត្រឹមតែឃើញទស្សនភាពគេរត់ទៅទាំងយប់ឬអីក៏ចឹងឯងហើយបើបងប្រុសដែលនៅជាប់បន្ទប់នីកាហ្នឹងគាត់ថាគាត់អត់ដឹងទេគាត់មកហ្នឹងគឺឃើញបន្ទប់ហ្នឹងអត់មានអ្នកជួលអត់ដែរឃើញណាគេមកជួលទេអញ្ចឹងគាត់អត់ដឹងថាបន្ទប់ហ្នឹងមានរឿងអីដូចគ្នានិយាយពីបងប្រុសម្ចាស់បន្ទប់នៅតមុខបន្ទប់នីកាហ្នឹងគាត់ក៏និយាយថាគាត់នឹងប្រពន្ធគាត់នេះធ្លាប់ទៅទិញបាយទិញអីទៅក៏លួចសួរព្រោះគាត់ឃើញគេរត់ចោលបន្ទប់ហ្នឹងច្រើនពេកគាត់លួចសួរណាថាបន្ទប់នេះអ៊ីធ្លាប់ដឹងរឿងអីហើយសួរដបងគេអត់ប្រាប់ទេព្រោះគេលក់នៅនឹងអីហ្នឹងហើយបើប្រាប់ថាកន្លែងហ្នឹងធ្លាប់មានអីឬអីខ្លាចគេរើចេញអស់គាត់ក៏លក់អត់ដាច់ដែរតែដោយសារតែគាត់នៅនឹងយូរអីទៅវាថាស្គាល់គ្នាណាហើយក៏ដឹងដែរថាបងដែលនៅទៅមុខបន្ទប់នីកាហ្នឹងមិនមែននៅអាបន្ទប់នីកានៅអញ្ចឹងគាត់ក៏ដាច់ចិត្តប្រាប់ទៅគាត់ថាមានតែមកបន្ទប់នឹងឯងទេដែលមានរឿងអត់ដឹងថាជារឿងហេតុអីទេគាត់ថាដំបងបន្ទប់ហ្នឹងលក្ខណៈប្តីប្រពន្ធគូស្នេហ៍គេនៅពីរអ្នកគូស្នេហ៍គេនៅបន្ទប់ហ្នឹងហើយថ្ងៃមួយហ្នឹងអត់ដឹងថាគេឆ្លោះគ្នាឬក៏អីតែអត់តែលឺមាត់ថាឆ្លោះអត់តែលឺមាត់ប្រកែកគ្នាអីណាអត់ទេអត់មានទេស្ងាត់ឈឹងហ្មងស្រាប់តែមានពេលមួយហ្នឹងលឺសលេងរបៀបហៅល្វើយចេញពីបន្ទប់ហ្នឹងណាបើកទ្វារបន្ទប់លបើកដែរហើយលឺសលេងហៅល្វើយអញ្ចឹងទៅអ្នកនៅចិត្តហ្នឹងគេក៏ចេញមកមើលដល់ពេលចេញមកមើលទៅគេឃើញម្នាក់ស្រីដែលនៅក្នុងបន្ទប់របស់នីកានៅហ្នឹងណាគេឃើញគាត់ហ្នឹងបើកទ្វារបន្ទប់មកតែមនុស្សទន់ខ្លួនក្រាបនឹងក្រោវាហើយបែកពពុះមាត់ស្កលកត្រាក់ប៉ុន្តែវាព្យាយាមចេញមករកគេជួយហើយគេក៏ជួយយកគាត់ទៅពេទ្យយកទៅអីចឹងទៅព្រោះឃើញអាការៈហ្នឹងដឹងមនុស្សវាអត់ស្រួលអីមិនដឹងថាពុលអីឬក៏អីចឹងណាហើយក៏ជួយយកចាយហ្នឹងទៅពេទ្យហើយពេលហ្នឹងគេមកជួយចាយហ្នឹងអត់មានឃើញដៃគូរបស់គាត់ទេណាម្នាក់ប្រុសដែលនៅបន្ទប់មួយចាយហ្នឹងនៅហ្នឹងឯងអត់ឃើញតែម្នាក់ស្រីហ្នឹងឯងហើយគេក៏ជួយយកគាត់ទៅប៉ុន្តែមិនដឹងថាមិនអីមកចាយហ្នឹងវាមកឲ្យគេជួយបានបើកទ្វារបានអីបានដែរចុងក្រោយគេជួយអត់បានគាត់ស្លាប់នៅពេទ្យទេស្លាប់នៅពេទ្យនោះពេលចឹងហើយអ្នកនៅនឹងយើងមិនដឹងថាសាច់ញាតិគេនៅណាអីណាហើយអ៊ំម្ចាស់ផ្ទះជួលហ្នឹងគាត់ក៏មានតលេខដៃគូរបស់ម្នាក់ស្រីដែលស្លាប់ក្នុងបន្ទប់នីកាហ្នឹងមិនមែនស្លាប់ក្នុងបន្ទប់ទេចាយហ្នឹងគាត់លេបថ្នាំនៅក្នុងបន្ទប់ហ្នឹងរបៀបថាខឹងសង្សារគាត់មិនដឹងថាគេឆ្លោះគ្នាពីណារឿងណាឆ្លោះគ្នានៅណាអត់ដឹងទេគាត់គំរាមម្នាក់ហ្នឹងចង់ឲ្យម្នាក់ហ្នឹងមកបន្ទប់ហ្នឹងវិញចឹងហើយអាម្នាក់ប្រុសវាមិនមកដល់ពេលវាមកគាត់លេបថ្នាំហើយលេបទៅគេនៅតែមិនមកអញ្ចឹងឯងបានសវេសវាទៅរកគេជួយចុងក្រោយក៏គេជួយបានគេជួយយកទៅពេទ្យបានប៉ុន្តែវាថាទៅដល់ពេទ្យស្លាប់មិនដឹងថាគេលេបថ្នាំអីឬក៏មិនឬក៏ជីអូនដាក់លេខអរិយជន់លេខគាត់ត្រូវស្លាប់អីចឹងមិនដឹងទេគាត់ស្លាប់តែស្លាប់នៅពេទ្យទេហើយដល់ពេលម្នាក់នោះស្លាប់បាត់ចឹងមិនដឹងសាច់ញាតិសាច់អីនៅណាអ៊ំនោះគាត់អ៊ំម្ចាស់ផ្ទះហ្នឹងខ្លាចជាបន្ទុករបស់គាត់គាត់ខំរម្នាក់ដែលជាសង្សារម្នាក់ស្រីហ្នឹងមកអីចឹងទៅហើយក៏ប្រាប់តាណាដើមតងឲ្យគេទៅមើលសពកសលវិច័យឬក៏អីទៅហើយឲ្យម្នាក់ហ្នឹងទៅចាត់ចែងសពសង្សាររបស់ខ្លួនឯងទៅហើយក៏វារៀងក្រាន់ដែរព្រោះម្នាក់ហ្នឹងស្លាប់នៅមន្ទីរពេទ្យ
ông mà chắp tiền nó có cất tham ấy đây còn tại mình nè nó chắp chai mơ sập bỏ sang raខ្លួនឯងអីចឹងទៅហើយមកប្រមូលវ៉ាន់ដែលនៅសេះសល់អីទៅហើយលុយកក់បន្ទប់គាត់អីដែលនៅហ្នឹងអ៊ំហ្នឹងគាត់ថាគាត់ឲ្យវិញទាំងអស់តាមអីដែលបងប្រុសម្ចាស់បន្ទប់ទូមុខនៃការហ្នឹងណាស៊ូអ្នកលក់ហ្នឹងគឺអញ្ចឹងគាត់ថាលុយកក់អីនៅសល់ហ្នឹងគាត់ឲ្យគាត់ចូលបនថែមទៀតហើយគាត់ក៏ពេលហ្នឹងអាចថាចាមិនមែនថាមនុស្សស្លាប់ហើយគាត់ឲ្យតែគាត់ក៏រៀងធូរចិត្តដែរដែលមិនមែនស្លាប់នៅក្នុងបន្ទប់របស់គាត់អាហ្នឹងជាអីដែលគាត់គិតណាតែក្រោយមកវាមិនអញ្ចឹងទេម្នាក់ស្រីហ្នឹងស្លាប់នៅពេទ្យមែនប៉ុន្តែព្រលឹងនៅនឹងទោះបីជាគេអ៊ំហ្នឹងគាត់ធ្លាប់ធ្វើពិធីដេញធ្វើអីដេញហ្នឹងណាតែអត់ទៅដូចនៅនឹងព្រោះអ្នកណាមកគាត់ថាអត់ដែរដឹងទេថាគេជួបរបៀបម៉េចប៉ុន្តែតាំងពីម្នាក់ស្រីហ្នឹងស្លាប់បាត់ទៅអត់មានណានៅបន្ទប់ហ្នឹងបានទេគឺដូចបងប្រុសនឹងនិយាយចឹងគឺថាមួយអាទិត្យរត់ជួនកាលនៅតែ3ថ្ងៃរត់កដាយប់ហ្មងអាយប់ទី3ហ្នឹងទៅហ្មងអត់មានណានៅទេហើយក៏អត់បានសួរដែរថាគេនៅក្នុងបន្ទប់ហ្នឹងគេឃើញអីបានរត់រហូតចឹងហើយបន្ទប់ហ្នឹងចាមឆ្នាំងដែលមាននៅក្នុងបន្ទប់ហ្នឹងក៏ពិតគឺបោះម្នាក់ស្រីហ្នឹងអ៊ំម្ចាស់ផ្ទះហ្នឹងគាត់ប្រាប់នីកាថាអីវ៉ាន់គាត់ free តែមិនមែនទេបោះម្នាក់ស្រីហ្នឹងដោយសារម្នាក់ស្រីហ្នឹងមកនៅនឹង2នាក់សង្សារគាត់ហ្នឹងគេទិញចានទិញឆ្នាំងអីមកធ្វើម្ហូបញ៉ាំក្នុងហ្នឹងហើយដល់ពេលទៅបាត់ទៅម្នាក់នោះមានថាជួយយកទៅអីវ៉ាន់ចាញ់ខ្លះណាហើយយកទៅមិនដឹងថាយកទៅណាព្រោះសង្សារស្លាប់បាត់ហើយយកទៅធ្វើប៉ុននៅណានៅណីសាច់ញាតិគេនៅណាអីអាហ្នឹងខាងម្ចាស់ផ្ទះឬក៏អ៊ំអ្នកលក់ដែរនិយាយប្រាប់បងប្រុសនៅទូមុខបន្ទប់នីកាហ្នឹងក៏គាត់ថាគាត់មិនដឹងដែរគ្រាន់តែអីដែលគាត់ដឹងមកគឺប៉ុណ្្នឹងម្នាក់ស្រីហ្នឹងធ្លាប់នៅបន្ទប់ហ្នឹងហើយក្រោយមកក៏លេបថ្នាំនៅក្នុងបន្ទប់ហ្នឹងណាហើយក៏បានស្លាប់បាត់នៅមន្ទីរពេទ្យនោះហើយតែព្រលឹងណានៅជាប់នឹងបន្ទប់នេះឡើយដូចអត់ទៅណាហ្មងណាអ៊ំម្ចាស់ផ្ទះហ្នឹងព្យាយាមមុនលោកមកសូត្រអីដេញដែរប៉ុន្តែអត់ណានៅតែអញ្ចឹងណាបន្ទប់ហ្នឹងនៅតែអញ្ចឹងជួលអត់តែបានយូរទេមួយទឹករត់បាត់មួយខែរត់បាត់អ្នកជួលអត់តែនៅបានយូរទេគាត់សឹងថាគាត់បិទបន្ទប់ហ្នឹងចោលមួយហើយអត់មានរៀបឡាវឆ្លងទៅបន្ទប់អ្នកជិតខាងអីទេគឺអត់ទេរហូតដល់រយៈពេលយូរច្រើនខែដែរដែលគាត់បិទបន្ទប់ហ្នឹងចោលអត់ដែរបានជួលអត់ដែរបានអីទៅតែជួលបើកជួលម្ដងទៀតនៅពេលដែលនីកាមកជួលនេះឯងដោយសារតែវារយៈពេលរៀងយូរហើយអញ្ចឹងគាត់គិតថាប្រហែលជាវាសាបហើយវាលេងនៅហើយឃើញនីកាចូលមកនៅហ្នឹងក៏នៅរៀងយូរដែរអត់មានលឺនិយាយអីរត់ទៅណាហើយអ៊ំម្ចាស់ផ្ទះហ្នឹងក៏គាត់មើលទៅប្រហែលជាគាត់អដែរគាត់ថាបន្ទប់ហ្នឹងប្រហែលជាលេងមានអីតែឥឡូវនេះនីការត់កដាលយប់ដែររត់មករោគេជួយកដាលយប់ដែរហើយបងប្រុសម្នាក់ដែរនៅជាប់បន្ទប់នីកាដែលចេញមកមើលពេលលឺនីកាស្រ័យអីហ្នឹងគាត់ថាគាត់រៀងកញ្ញែងខ្លួនឯងថាហើយចុះមិញគាត់អើទៅមិញគាត់រៀងព្រឺដែរតែគាត់អត់ឃើញអីតែអាបន្ទប់គេធ្លាប់មានរឿងអញ្ចឹងហើយគាត់លឺនីកាស្រ័យពេលគាត់ខ្លាចកើតអីអញ្ចឹងគាត់មកជួយមើលហើយពេលឃើញទ្វារចំហអើទៅតែគាត់អត់បានឃើញអីទេដល់ពេលលឺបងប្រុសដែលបន្ទប់ទៅមុខនីកានិយាយអញ្ចឹងគាត់ក៏ពីរៀងភ័យរៀងស្លន់ដែរហើយនីកាពេលលឺបងប្រុសនឹងនិយាយអញ្ចឹងអីហើយហ្នឹងគាត់ក៏វាថាគាត់អង្គុយជាប់ចែម្ចាស់បន្ទប់ហ្នឹងគាត់ក៏ងរួនដៃទៅថាអូចែឯងមិនក៏មិនប្រាប់ខ្ញុំផងចែហ្នឹងគាត់ក៏និយាយថាចែលូកសួរឯងរហូតហ្នឹងថាហើយនៅបន្ទប់ហ្នឹងអត់អីទេតែគាត់សួរក្នុងលក្ខណៈថាហើយនៅបន្ទប់ហ្នឹងម្នាក់ឯងអត់អីណាហើយមិនមែនថាបន្ទប់ហ្នឹងមានអីទេហើយគាត់ថាគាត់មិនហ៊ាននិយាយព្រោះអីឃើញនីកានៅក្នុងបន្ទប់ហ្នឹងវាអត់មានបញ្ហាអីទេអញ្ចឹងឲ្យគាត់ទៅប្រាប់ថាបន្ទប់ឯងមានចេះចោះទាំងតែគេនៅអត់មានបញ្ហាមិនអត់ទេហើយនីកាគាត់និយាយថាគាត់យល់សពឃើញរហូតហ្នឹងគាត់ថាវាមិនដែរជួបនៅក្រៅអានេះលើកទី1ដែលគាត់ជួបម្ដងហ្នឹងភ័យបំផុតក្នុងជីវិតរត់មករកគេជួយយកហ្មងហើយនីកាគាត់ថាឥឡូវគាត់សុំនៅបន្ទប់នឹងដល់ភ្លឺមកចាំគាត់ទៅរកកន្លែងជួបផ្សេងគាត់នៅនឹងទៀតទេអត់ហ៊ាននៅទេជួបម្ដងគឺរៀងយកហ្មងចែនឹងគាត់ថាអូអីទៅនៅហ្នឹងហើយនៅហ្នឹងទាំង4នាក់ទាំងបងបន្ទប់ជាប់នីកាហ្នឹងមកជួយមើលហ្នឹងក៏នឹងនិយាយគ្នាជំនុំគ្នានិយាយពីនេះពីនោះចឹងទៅនីកាចំហទ្វារបន្ទប់ចោលចឹងទៅតែបងស្រីគាត់ថាអូមិនបាច់ភ័យទេគ្មានណាហ៊ានចូលបន្ទប់ហ្នឹងទេអត់មានបាត់បងអីទេហូតតែព្រឹកឡើងទៅនីកាគាត់ថាព្រឹកឡើងគាត់ចង់រើអីវ៉ាន់ចេញពីនឹងប៉ុន្តែអត់តន់ដឹងទៅណាព្រោះវាភ្លាមពេកហើយចែនៅទៅមុខបន្ទប់នីកាហ្នឹងគាត់ថាមិនម៉ាញរើមកនៅបជ្រៀតគ្នាមួយបងមកអត់អីទេមកនៅ2 3ថ្ងៃទៅមកចាំអញរោបន្ទប់បានអីបានអញ្ចឹងណាប៉ុន្តែនីកាគាត់ក៏និយាយថាធ្វើចឹងមិនកើតព្រោះចែហ្នឹងគាត់មានប្តីនៅជាមួយហើយគាត់មកនៅចឹងមិនកើតគាត់ក៏ចង់ខលទៅរកមិត្តភក្តិរបស់គាត់ចែស៊ីចាំចាស៊ីបានទេចង់ខលទៅប៉ុន្តែទូរស័ព្ទគាត់នៅក្នុងបន្ទប់គាត់នោះហើយអត់ហ៊ានទៅយកទេ
អត់ហ៊ានទៅយកអញ្ចឹងគាត់ក៏ខ្ចីទូរស័ព្ទចែនៅទៅមុខបន្ទប់គាត់ហ្នឹងខលទៅមិត្តភក្តិរបស់គាត់ខលទៅដល់ហ្នឹងចាស៊ីគាត់ថាឲ្យចាំគាត់មកយកមកអីអញ្ចឹងទៅនៅផ្ទះគាត់2 ថ្ងៃអីសិនទៅចាំរកផ្ទះជួលបានអីផ្សេងអញ្ចឹងចាំរើចេញទៅហើយក៏អាលគ្នាអញ្ចឹងចាស៊ីគាត់ក៏មកជួយប្រមូលអីវ៉ាន់មិត្តភក្តិអញ្ចឹងណាហើយចាំមកសទូទៅនេះមកកាត់មកដល់ពេលភ្លឺឯណាចាស៊ីហ្នឹងគាត់ក៏មករកនីកាពេលមកហ្នឹងនីកាគាត់ប្រាប់ដែរគាត់ថាគាត់អត់នៅបន្ទប់ឯណាគាត់នៅបន្ទប់ទល់មុខហ្នឹងអញ្ចឹងឯងមកឯងគោះទ្វារអាបន្ទប់ទល់មុខហ្នឹងមកនៅមួយចែហ្នឹងឯងថាសំណាងហ្នឹងថ្ងៃគេសម្រាអត់រៀនអត់ធ្វើការទាំងអស់គ្នាអញ្ចឹងក៏អង្គុយកំដរគ្នានៅក្នុងបន្ទប់ហ្នឹងអត់មានណាទៅណាទេរហូតតតែចាស៊ីមកហើយចាស៊ីមកហ្នឹងថាមកជួយនីការើអីវ៉ាន់តែជាក់ស្ដែងទៅអត់មានហ៊ានចូលបន្ទប់នីកាទេទាំងម្ចាស់ខ្លួនឬក៏អ្នកមកជួយហ្នឹងក៏អត់ហ៊ានដែរតែចាស៊ីហ្នឹងគាត់មកសិនដល់ពេលមកសិនអញ្ចឹងក៏គោះទ្វារចែនៅទៅមុខបន្ទប់នីកាព្រោះអីនីកាក៏ប្រាប់រួចដែរថាគាត់នៅបន្ទប់គាត់ទេហើយមកហ្នឹងក៏ឃើញដែរទ្វារបន្ទប់នីកាចាហោចោលហើយបើកភ្លើងចោលអីចឹងគាត់ក៏បែរមកបន្ទប់ទល់មុខហ្នឹងគោះបើកទ្វារទៅក៏ឃើញនីកាឃើញបងនៅជាប់បន្ទប់នីកានៅក្នុងបន្ទប់ហ្នឹងជុំគ្នា4នាក់អង្គុយនិយាយគ្នានៅក្នុងហ្នឹងហើយចាស៊ីគាត់ចូលមកទៅគាត់ក៏សួរថាម៉េចហើយអញជួបអីខ្លះអញ្ចឹងណានីកាគាត់ក៏រៀបរាប់អាហេតុការណ៍ដែលគាត់ជួបការប្រយុទ្ធមិញគាត់ថាឃើញណាគេអោតចេញពីបន្ទប់ទឹកអីចឹងទៅហើយពេលហ្នឹងបាននីកាគាត់នៅឃើញតែចេះហើយចុះចាយជួបអីគេបានព្រោះគាត់ឃើញថាអាពេលដែលគាត់គោះទ្វារបន្ទប់ហ្នឹងហើយចាយហ្នឹងគាត់មើលទៅក្រៅក្នុងនីការួចមើលទៅរៀងភ័យហើយបានទាញដៃនីកាចូលបន្ទប់គាត់ចាយហ្នឹងគាត់ថាចេះពេលឡើងគោះទ្វារចាយហ្នឹងចាយបើកទ្វារឲ្យមិនសួរឯងថាមានរឿងអីចាប់ដៃនីកាសួរថាឯងកាត់អីចឹងណារួចហើយគាត់ក៏មើលហួសចូលទៅក្នុងបន្ទប់នីកាគាត់ថាគាត់ឃើញដូចនីកាអញ្ចឹងគឺឃើញមនុស្សស្រីម្នាក់អើតក្បាលចេញពីបន្ទប់ទឹកឃើញតែត្រឹមនិយាយរួមគឺមនុស្សក្នុងបន្ទប់ទឹកឲ្យអើតក្បាលមកទាំងអស់នេះសម័យចេញឲ្យដៃមួយចំហៀងហ្នឹងគេទប់អញ្ចឹងហើយឃើញជាលក្ខណៈស្រមោលខ្មៅក្រឹបមើលមុខអត់ឃើញទេតែញញឹមដាក់គាត់ឃើញស្នាមញញឹមប៉ុន្តែអាវងភ្នែកឬក៏អីហ្នឹងវាអត់មានណាវាខ្មៅក្រឹបយកហ្មងចាយហ្នឹងគាត់ឃើញតែប៉ុណ្្នឹងហើយបានគាត់ស្រែកមករួចគាត់ទាញនីកាចូលបន្ទប់គាត់ហើយពេលហ្នឹងដែរបានចាំឲ្យចាស៊ីមកកេងបន្ទប់នឹងម្ដងហើយមិនបានព្រលឹមឡើងគាត់ក្រោកមកគឺអង្គុយមើលមុខនីកាចាស៊ីគាត់ថាយប់ហ្នឹងគាត់គ្មានបានកេងទេប៉ុន្តែគាត់អត់ហ៊ាននិយាយប្រាប់នីកាដោយសារតែនីកានៅបន្ទប់ហ្នឹងគាត់ចង់ប្រាប់នីកាឲ្យរើចេញឲ្យដែរតែមើលទៅមនុស្សនីកាអត់ខ្លាចហើយគេនៅយូរហើយដូចវាមិនអីក្រៅពីយកសពហើយគាត់ឃើញហ្នឹងគឺអញ្ចឹងនីកាគាត់ថាគាត់យកសពឃើញម្នាក់ស្រីហ្នឹងពាក់រ៉ូបកាប់ស្តាំងចៃស៊ីហ្នឹងគាត់គិតថាម្នាក់នឹងដែរប៉ុន្តែពេលដែលគាត់កេងបន្ទប់ហ្នឹងគាត់ឃើញហ្នឹងគឺគាត់ឃើញស្រមោលខ្មៅដូចអីដែលនីកាកំពុងតែនិយាយឥឡូវហ្នឹងអញ្ចឹងរបៀបថាចាស៊ីហ្នឹងគាត់កេងយប់ហ្នឹងគាត់លឺដូចនីកាអញ្ចឹងលឺសលេងកលឹកទ្វារក្រឹកនិយាយរួមគឺបើកទ្វារបន្ទប់ទឹកក្រឹកទៅក្រឹកមកអញ្ចឹងវាថ្លង់ទៅចាស៊ីហ្នឹងគាត់ថាចេះដំបូងគាត់គិតថានីកាចូលបន្ទប់ទឹកដល់ពេលលឺច្រើនដងពេកទៅគាត់មានអារម្មណ៍ថារៀងធុញរៀងចង់ខឹងនីកាដែលចូលបន្ទប់ទឹកច្រើនហើយគាត់ក៏ប្រុងងាកសួរនីកាថាមិនហែងកើតអីមែនអត់ស្រួលពោះមែនបានចូលបន្ទប់ទឹកច្រើនព្រោះពេលហ្នឹងកេងលើក្រែមួយនីកាហើយបែរក្នុងដាក់នីកាចែស៊ីហ្នឹងគាត់កេងអាខាងជាប់ជាងហើយនីកាគាត់កេងអាក្រែមួយចំហៀងទៀតដែលគាត់កេងបែរមុខទៅបន្ទប់ទឹកខាងបន្ទប់ទឹកគេចាដល់ពេលចាស៊ីហ្នឹងគាត់លឺនីកាចូលបន្ទប់ទឹកច្រើនដងគាត់ក៏បែរខ្លួនមកមើលឃើញនីកាកេងលើក្រែរបស់គាត់ឃើញកេងចិត្តគាត់ដដែលណាដល់ពេលអញ្ចឹងគាត់ថាចុះអ្នកណាចូលបន្ទប់ទឹកហើយគាត់ទៅបាត់ចាប់ភ្លើកថាចាក្រែពូកបើនីកាងើបទៅបន្ទប់ទឹកងើបច្រើនដងអញ្ចឹងវាអង្គើដល់គាត់ដែរហើយគាត់ភ្ញាក់ឯហ្នឹងដែលអត់ដឹងសម្រាប់នីកាឡើងលើពុកចុះពីលើពុកអីអត់អាចអត់ដឹងឯងគឺដឹងតែអង្គើបន្តិចតួចឯងប៉ុន្តែវាថេធម្មតាគាត់ទៅចាប់អារម្មណ៍ថាដូចអត់មានអារម្មណ៍ថានីកាចុះពីលើពុកទេតែមិនលឺសលេងបន្ទប់ទឹកអញ្ចឹងគាត់ចាប់ផ្ដើមឆ្ងល់ហើយចុះមកពីណាលឺពីណាដល់ពេលអញ្ចឹងគាត់ថាបន្ទប់នេះចិត្តខាងដូចនីកាអញ្ចឹងគាត់ថាបន្ទប់នេះចិត្តខាងបែរខ្លួនមករោអញ្ចឹងវិញសងំកេងគាត់កេងផ្អៀងបែរមុខទៅរោអញ្ចឹងកេងទូក្នុងបែរក្នុងទៅនីកាដល់ពេលសងំកេងទៅលឺសលេងក្រឹកអាសលេងហ្នឹងវាមិនមែនទ្វារបន្ទប់ទឹកទៀតទេតុកនៅចុងជើងរបស់នីកាតុកនៅចុងជើងរបស់នីកាហ្នឹងមិនមានតុកឈើមួយហើយនីកាគាត់មានកៅអីដែលដាក់តុកចុងជើងហ្នឹងគឺកៅអីជ័រទេហើយសលេងដែលចាស៊ីលឺហ្នឹងរបៀបថាមនុស្សទាញអាកៅអីហ្នឹងអាកៅអីជ័រហ្នឹងទាញមកដើម្បីអង្គុយទៅវាមិនលឺកក្រឹកកាត់នឹងការ៉ូវារបៀបចឹងគាត់លឺអាហ្នឹងហើយគាត់ក៏អើតមើលទៅគាត់ឃើញកៅអីហ្នឹងវាច
គាត់មើលទៅឃើញហើយសួរខ្ញុំមិនបានឃើញខ្ញុំធ្លាប់ប្រាប់ឯណាអាភ្លើងអំពូលបេះដូងតែគាត់ដោតជាប់ទ្វារអំពូលរាត្រីគាត់ឃើញអាកៅអីនឹងវីចប៉ុន្តែគាត់ក៏អត់តន់ឃើញអីគាត់ក៏អត់គិតដែរគាត់ថាខៃឡូពីយប់ហ្នឹងនីកាគាត់អត់បាញ់រុញកៅអីនឹងទៅអេបជាប់តុគាត់ដាក់វីចចឹងឯណាតែក៏រៀងដូចមិនហ៎ដូចមានអារម្មណ៍ចាប់ដើមអត់ស្រួលទេណាព្រោះមុនហ្នឹងលឺសលេងចូលបន្ទប់ទឹកគាត់ខំគិតថាជាបន្ទប់គេឥឡូវមកលឺសលេងកៅអីហើយងាកទៅឃើញកៅអីនឹងវីចមែនទៀតដល់ពេលហើយអត់ទេបែរមកវិញអត់ហ៊ានគិតច្រើនទេដល់ពេលសង្ងំព្យាយាមសង្ងំគេងតែក្នុងចិត្តចាប់ផ្ដើមភ័យហើយសង្ងំគេងទៅចាយហ្នឹងគាត់លឺសលេងវាថាដូចគេរើអាអីវ៉ាន់នៅលើតុនៅចុងជើងនីកាហ្នឹងចឹងលឺក្រឹកហើយតុហ្នឹងនីកាដាក់នៅជាប់មាត់ប្អួចទាំងចុងជើងមាននីកាគាត់ដាក់តុនឹងកន្លែងហ្នឹងហើយមានសភៅមានកុំព្យូទ័រគាត់អីនៅលើហ្នឹងមានគ្រឿង make up មានកញ្ចក់គាត់នៅហ្នឹងតែកញ្ចក់ហ្នឹងកញ្ចក់តូចឯណា4ជ្រុងតូចដែរមកអាកញ្ចក់ឆ្លុះមុខតូចយើងហ៎នៅលើហ្នឹងដាក់តាំងនៅលើតុហ្នឹងដោយសារគាត់មានតុមួយហ្នឹងចឹងគាត់រៀននៅហ្នឹងគាត់តែងខ្លួនគ្រឿង make up អីគាត់ដាក់នៅហ្នឹងណាចាយហ្នឹងគាត់លឺក្រឹកចឹងទៅវាមនុស្សរើអាគ្រឿងអស់ហ្នឹងណាគាត់ក៏ងាកមើលទៅដល់ពេលងាកមើលទៅនេះគាត់មានឃើញអីដដែលប៉ុន្តែសង្កថាដកភ្នែកមកវិញហ្នឹងណាគាត់ស្រាប់តែបានឃើញធម្មតាមនុស្សឆ្លោះកញ្ចក់មិនឃើញសម្ោយើងនៅក្នុងកញ្ចក់ប៉ុន្តែវាអត់ឃើញមនុស្សអង្គុយនៅហ្នឹងទេប៉ុន្តែវាឃើញរូបរាងនៅក្នុងកញ្ចក់គាត់ឃើញផ្ទៃមុខរបស់មនុស្សប៉ុន្តែដូចចាយហើយនឹងចាយនៅទល់មុខបន្ទប់របស់នីកានិងនីកាឃើញអញ្ចឹងគឺខ្មៅឃើញនៅក្នុងកញ្ចក់ហ្នឹងជារូបរាងមួយចំហៀងមុខរបស់មនុស្សស្រីហើយខ្មៅក្រឹបឃើញនៅក្នុងកញ្ចក់ដែលដាក់នៅលើតុហ្នឹងចាយហ្នឹងគាត់ឃើញណាគាត់បរះខ្លួនភ័យមកភ័យញ័រកណ្ដាលហ៊ានដាស់នីកាអត់ហ៊ានទេគឺសង្ងំភ័យម្នាក់ឯងនៅនឹងហ្មងរហូតតគាត់សង្ងំលេងបានវាថាមើលម៉ោងរហូតចាំឲ្យទៅព្រឹកអានទៅផ្ទះវិញហើយងាកទៅនីកាគេងធម្មតារហូតដល់អត់មានអីហើយគាត់ក៏អត់ហ៊ានថាបន្ទប់គេមានអីដែរព្រោះគេនៅយូរអីណាមួយហើយអញ្ចឹងដាស់អញ្ចឹងខ្លាចមិត្តភក្តិខ្លាចសង្ងំញ័រសង្ងំភ័យដែរអញ្ចឹងទៅរហូតតម៉ោងប្រហែលទៀបភ្លឺហ្នឹងបានគាត់ទ្រាំលេងបានគាត់ងើបមកអង្គុយផ្អែកជើងមើលនីកាហ្មងនិយាយរួមគឺងើបអង្គុយផ្អែកជើងខ្លាចនៅក្នុងហ្នឹងប៉ុន្តែហ៊ានដាស់នីកាឯងឃើញនីកាគេអញ្ចឹងអង្គុយមើលមិត្តភក្តិខ្លួនឯងគេចាំភ្ញាក់ពេលណាអានប្រាប់មិត្តភក្តិហានទៅផ្ទះវិញចឹងហើយបានពេលដែលនីកាភ្ញាក់មកគឺឃើញចាយស៊ីហ្នឹងគាត់អង្គុយផ្អែកជើងមើលមកនីកាហើយសុំទៅបន្ទប់ទឹកមួយនីកាអីអញ្ចឹងដល់ពេលនេះបានដឹងរឿងបានអីទៅថាអូយមិត្តភក្តិគាត់ជួបមុនគាត់អីទៀតតែវាអត់និយាយនីកាពេលហ្នឹងគាត់ចង់ខឹងគាត់ថាមិនក៏មិនប្រាប់គ្នារហូតតតែគ្នាជួបអញ្ចឹងហើយចែស៊ីហ្នឹងគាត់ក៏និយាយដូចចែម្ចាស់បន្ទប់ទល់មុខហ្នឹងអញ្ចឹងគាត់ថាណាហ៊ានប្រាប់បើឃើញនៅនឹងមិនអីហើយមើលទៅអត់ខ្លាចអត់ជួបអីគាត់គិតថាប្រហែលជានីកាគាត់អ្នកដែរកើតមកគេមានអីវាថារិស័យខ្ពស់អញ្ចឹងអាពួកអស់ហ្នឹងយីអីអត់បានអញ្ចឹងគាត់នៅនឹងអត់អីនៅសុកហើយក៏ឲ្យនៅនឹងទៅគាត់អត់ហ៊ានប្រាប់ដូចគ្នានឹងចែបន្ទប់ទល់មុខអញ្ចឹងគាត់អត់ហ៊ាននិយាយចុះបើឃើញគេនៅធម្មតាអាណាទៅប្រាប់ថាបន្ទប់ខ្លួនឯងមានខ្មោចមិនកើតតោះតែជួបខ្លួនឯងអញ្ចឹងទៅបាននាំគ្នានិយាយហើយនីកាគាត់ថាអូយគាត់ធ្វើម៉េចឥឡូវនេះអត់ហ៊ានចូលទេទាំងអស់គ្នាហ្នឹងគឺអត់ហ៊ានចូលបន្ទប់ហ្នឹងវិញឯងហើយគាត់នឹកឃើញខលទៅអ៊ំស្រីម្ចាស់ផ្ទះឲ្យអ៊ំម្ចាស់ផ្ទះហ្នឹងមកជួយរើអីវ៉ាន់ឲ្យគាត់មកគាត់ហ៊ានចូលបន្ទប់ហ្នឹងទេហើយគាត់នាំគ្នាទេទៅអ៊ំម្ចាស់ផ្ទះឲ្យគាត់ជួយប្រមូលអីវ៉ាន់ឲ្យអញ្ចឹងទៅហើយអ៊ំហ្នឹងគាត់មកហ្នឹងមករបន្ទប់ចែទល់មុខហ្នឹងដែរគាត់ថាឥឡូវគាត់នាំកូនចៅគាត់មកពី3នាក់អញ្ចឹងឲ្យជួយរើឲ្យគាត់ប្រាប់នីកាយកឲ្យខ្លាយអញ្ចឹងឈោមមាត់ទ្វារនេះមកប្រាប់មកចាំគាត់ឲ្យគេចូលទៅប្រមូលឲ្យហើយនីកាគាត់ក៏ស៊ូទៅថាអ៊ំឯងមិនឲ្យខ្ញុំនៅបន្ទប់ហ្នឹងអញ្ចឹងខ្ញុំមករៀនម្នាក់ឯងអញ្ចឹងណាគាត់ក៏សុំទោសនីកាអីទៅដែរហើយគាត់ក៏ប្រាប់នីកានឹងខ្ញុំនិយាយអញ្ចឹងគាត់ថាគាត់សប្បាយចិត្តដែរដែលឃើញថានីកានៅបន្ទប់ហ្នឹងបានយូរគាត់ក៏គិតថាពីដំបូងមកគាត់គិតថាប្រហែលជាវាសាបហើយពេលដែលនីកាមកនៅនឹងបានយូរអញ្ចឹងគាត់សប្បាយចិត្តដែរគាត់គិតថាលេងមានអីមែនណាផ្ទះគាត់លេងមានអីហើយអញ្ចឹងតែមិននឹកស្មានថានៅតែមានហើយនីកាជួបរហូតដល់គ្នាភ័យរត់ចេញពីបន្ទប់អញ្ចឹងគាត់សុំទោសនីកាអីដែរហើយនីកាគាត់ក៏មិនប្រកាន់អីគាត់យល់អារម្មណ៍ដែរថាអ្នកបើកកន្លែងអញ្ចឹងគ្មានណាចង់ឲ្យមានរឿងអញ្ចឹងកើតឡើងទេតែក៏ខឹងបន្តិចដែរយកគាត់មកសាកបន្ទប់ហ្នឹងហើយក៏មានអីទេរឿងវាជ្រុលទៅជាអញ្ចឹងហើយនីកាគាត់នៅហ្នឹងវាអត់តន់ដល់ខែដល់អីទេអញ្ចឹងនៅលុយគាត់ទៀតអ៊ំហ្នឹងគាត់ឲ្យនីកាវិញប៉ុន្តែនីកាគាត់ថាអូគាត់មិនយកទេទុកទៅនៅប្រហែលកន្លះខែមួយខែទៀតហ្នឹងទុកទៅមិនបាច់ឲ្យគាត់វិញទេហើយនីកាគាត់ក៏
យកឲ្យវ៉ាន់ដែរកូនចៅអ៊ំម្ចាស់ផ្ទះនឹងចូលមករៀបឲ្យណានីកាគាត់ច្អល់ដល់ពីមាត់ទ្វារទៅគាត់ចូលបន្ទប់នឹងសោះច្អល់តែយកអានេះយកអានោះអីចឹងទៅយកហើយហ្នឹងគាត់ក៏ចេញមកឲ្យកូនចាម្ចាស់បន្ទប់ទុំមុខហ្នឹងណាហើយក៏ឲ្យកូនបងដែលនៅចិត្តនឹងដែរខំមកជួយមើលជួយអីចឹងទៅហើយក៏លាគ្នាចាញ់ពីកន្លែងហ្នឹងទៅនៅផ្ទះចាស៊ីនៅផ្ទះចាស៊ីសិនព្រោះអត់តាន់រកបន្ទប់ជួលបានភ្លាមទេហើយសាច់រឿងរបស់យើងក៏មានតែប៉ុណ្្នឹងដែរឡើងវែងមែនតើហ្មងក្នុងវីដេអូនេះខ្ញុំរាយរាប់ច្រើនពេកហើយតឹងចំអកផងអីផងហើយខំនិយាយណាក៏វែងនោះវែងជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត